តើវាំងណូនេះជាស្អីទៅហេតុអីបានជាវារញ៉េរញ៉ៃខ្លាំងម្ល៉េះមិននឹកស្មានថាជាមេបកដ៏អាចកំបាំងមួយទាំងមូលបែរជាត្រូវស្លាប់ដោយសារតែឧបតវហេតុធម្មតាហេហេភ្ញាក់ហើយវាជារឿងល្អណាស់ដែលនាងភ្ញាក់ព្រោះខ្ញុំមិនចង់លេងជាមួយនឹងសាកសពនោះទេមិននឹកស្មានថាខ្ញុំទទួលបានរបស់ល្អបែបនេះសោះទោះបីជាមុខមាត់របស់នាងអបល័ក្ខក៏ពិតមែនប៉ុន្តែរាងកាយរបស់នាងប្រៀបដូចជាដុំពេញអញ្ចឹងមិនចាញ់ខ្សែរាជវង្សប៉ុន្មានទេណាឯងចង់ស្លាប់ហើយគឺថាតួស្រីរបស់យើងកាចខ្លាំងមែនទែនគ្រាន់តែបើកភ្នែកភ្លាមមានអ្នកស្លាប់ភ្លាមតែម្ដងស្រីចង្រៃហ៊ានលើកជើងធាក់លោកតារបស់នាងផងចាំមើលយើងនឹងវាយនាងឲ្យស្លាប់តែម្ដងគឺថាស្វាងមិនទាន់ទេងើបឡើងកាច់បំបាក់កគេសម្លាប់ចោលតែម្ដងមិនណយទេណាបន្ទាប់ពីនាងភ្ញាក់ឡើងនាងក៏ទៅឆ្លុះកញ្ចក់ហើយបានឃើញខ្លួនឯងរួមទាំងប្រលឹងខ្មោចស្រីម្នាក់ផងដែរឆាប់ប្រាប់យើងមកថានាងជាអ្នកណាខ្ញុំគឺហ្វឹងជីងកឺតើនាងជាអ្នកណាឈ្មោះរបស់ខ្ញុំគឺហ្វឹងជាវហើយក៏មកពីភពផ្សេងដូចគ្នាដែរក្រែងថានាងបានស្លាប់រួចហើយតែហេតុអីបានជានាងមិនព្រមទៅចាប់ជាតិទៅខ្ញុំពិតជាស្អប់វាខ្លាំងណាស់ខ្ញុំមិនព្រមទទួលយកវានោះទេគឺស៊ូរយន្តធ្វើបែបនេះដាក់ខ្ញុំគឺជាអ្នកនាងធំនៃគ្រួសារដ៏ខ្ពង់ខ្ពស់មួយហើយស៊ូរយន្តម្នាក់នោះគឺជាប្អូនធម៌របស់ខ្ញុំប៉ុន្តែខ្ញុំមិនដែលនឹកស្មានដល់ថានាងបានខ្លាយមិនឡំធ្វើជាខ្ញុំដណ្ដើមអត្តសញ្ញាណរបស់ខ្ញុំលួចគូរដណ្ដឹងរបស់ខ្ញុំថែមទាំងបំផ្លាញផ្ទៃមុខរបស់ខ្ញុំទៀតលើពីនឹងទៅទៀតនាងបានបញ្ជូនខ្ញុំមកបនស្រីនេះដើម្បីឲ្យពួកប្រុសស្មុកគ្រោកអស់នោះមកបំផ្លាញភាពបរិសុទ្ធរបស់ខ្ញុំហេតុអីបានជានាងធ្វើបែបនេះខ្ញុំបានស្លាប់រួចទៅហើយរាងកាយរបស់ខ្ញុំក៏ខ្លាចជារបស់នាងដែរខ្ញុំសុំនាងតែពីររឿងតែប៉ុណ្ណោះខ្ញុំចង់ឲ្យនាងការពារក្រុមគ្រួសាររបស់ខ្ញុំហើយចាត់ទុកពួកគេឲ្យដូចបងប្អូនរបស់នាងមិនត្រូវឲ្យពួកគេដឹងទេណាថាខ្ញុំបានស្លាប់រួចហើយអូយអេដមីននិយាយនេះឡើងភួយសបល់ខ្ញាក់ហ្មងនេះយល់ព្រមហើយចុះសំណើទី2របស់នាងសំណើទី2របស់ខ្ញុំចង់ឲ្យស៊ូរយន្តម្នាក់នោះរស់នៅពិបាកជាងស្លាប់សម្រាប់នាងភ្លាមមិនអាចធ្វើឲ្យខ្ញុំបាត់ការស្អប់ខ្ពើមមួយនេះទេខ្ញុំនឹងប្រកល់ការចងចាំរបស់ខ្ញុំឲ្យទៅនាងហ្វឹងជាវនាងត្រូវតែជួយខ្ញុំកុំភ្លេចណានាងត្រូវតែជួយខ្ញុំស៊ូរយន្តណាពិតជាគួរឲ្យចាប់អារម្មណ៍មែន2ថ្ងៃកន្លងផុតទៅយីមែនវគ្គហ្នឹងស្មានតែគេខ្លាចទៅជាអ្នកនាងតាខ្លាចជាអ្នកសុំទានសោះហើយបើអត់ណាអង្គុយសុំទានគេឡើងពេញមួយថ្ងៃអត់បានអីមកកាក់មួយសេនប៉ុន្តែក៏មានកំឡោះចិត្តល្អមួយមើលពីក្រោយឡើងហមមើលចំឡើងហេវតែម្ដងដោយមិនបងអង្គយូហ្វឹងជាវរបស់យើងក៏ធ្វើស៊ីអាគាត់នេះមួយបងថ្លៃទីបំផុតខ្ញុំរកបងឃើញហើយបងជាវមើលអាប៉ែនឹងពីក្រោយឡើងក្មេងដល់ទៅពេលមើលមុខម៉ែឡើងចាស់ងោងដូរពីហៅបងទៅពូបដ ாய் សូម្បីតែអេដមីនណាក៏ហួសចិត្តដែរព្រះអើយមើលចុះខ្ញុំចាញ់ដកមនុស្សទាំងថ្ងៃតែម្ដងមើលពីក្រោយសង្ហាអីយ៉ាងនេះមើលពីមុខទើបដឹងថាពូឈប់អោបជើងរបស់យើងទៅឯងប្រហែលជាចំណាំមនុស្សខុសហើយអត់ទេបងថ្លៃខ្ញុំមិនចំណាំមនុស្សខុសទេបងស្រីរបស់ខ្ញុំប្រាប់ថាបងថ្លៃមានពុកមាត់ហើយកាលពីខ្ញុំនៅក្មេងក៏ខ្ញុំធ្លាប់ឃើញបងដែរខ្ញុំមិនចាំមនុស្សខុសទេណាបងស្រីរបស់ខ្ញុំបានស្លាប់បាត់ហើយគ្មានអ្នកណានៅផ្ទះទេមានតែម្ដាយចុងនឹងហើយគាត់ថែមទាំងចង់យកខ្ញុំទៅលក់ទៀតផងបងថ្លៃកុំដេញខ្ញុំទៅឲ្យឆ្ងាយអីណាឈប់អោបជើងរបស់យើងទៅឆាប់មកតាមយើងមកខ្ញុំដឹងណាស់ថាបងប្រុសនឹងមិនបោះបង់ខ្ញុំចោលទេទីបំផុតក៏អាគាត់នេះបានស្រែកបងថ្លៃកុំដើរលឿនពេកខ្ញុំដើរតាមបងមិនទាន់ទេ
បងថ្លៃកុំខឹងអីណាខ្ញុំអត់ទាញកៅអៅបងទៀតទេបងថ្លៃកុំដើរលឿនពេកទីបំផុតអ្នកទាំងពីរក៏បានចេញពីរាជធានីរួច ឯងបានចាក់ចេញពីរាជធានីរួចរាល់ហើយឈប់មកតាមយើងទៀតណា បងថ្លៃតើបងកំពុងតែនិយាយពីអីហ្នឹង ហើយយើងក៏មិនមែនជាបងថ្លៃរបស់ឯងដែរឈប់ហៅយើងបែបហ្នឹងទៅ បងថ្លៃចាំខ្ញុំផងអូយហេតុអីបានជាលោកពូដើរលឿនខ្លាំងម្ល៉េះខ្ញុំដើរតាមសឹងតែដាច់ខ្យល់ទៅហើយនេះ ឈប់មកតាមយើងទៅកន្លែងដែលយើងទៅគឺព្រៃសត្វសាហាវកន្លែងនោះជាតំបន់គ្រោះថ្នាក់បើឯងទៅប្រៀបដូចជាទៅរកកន្លែងស្លាប់យ៉ាងអញ្ចឹង ព្រៃដែលមានគ្រោះថ្នាក់លោកពូកុំបារម្ភអីខ្ញុំស្ម័គ្រចិត្តទៅជាមួយលោកពូ ឈប់មកតាមយើងទៅ មិននិយាយច្រើនគាត់ក៏លោតទៅបាត់អេមនុស្សចង្រៃម្នាក់នេះពិតជាចិត្តអាក្រក់មែនហាកុំទៅខ្វល់ពីលោកពូម្នាក់នោះល្អជាងខ្ញុំគួរតែទៅរកឱសថដើម្បីមកព្យាបាលពឹសដែលមាននៅក្នុងខ្លួនខ្ញុំបើមិនបែបនេះទេច្បាស់ជាស្លាប់មុនអាយុជាមិនខាននោះទេព្រៃបិសាច9អាមានដឹងថាត្រូវហើយអាព្រៃនឹងថាមិនអញ្ចឹងថាអញ្ចឹងហ្មងនៅពេលដែលមកដល់ក្នុងព្រៃអាជីវបានចាប់សត្វយកមកចម្អិនញ៉ាំខ្លួនឯងនិយាយទៅខ្លួនស្រីតែជ្រឹកលពិលលពយសាហាវហាឱសថវ៉ាល់ដាមីនាងបានយកអារឹសមួយហ្នឹងយកទៅដំហើយក៏ទុកទៅមិនដឹងយកទៅធ្វើស្អីទេដោយមានលោកពូម្នាក់ហ្នឹងនៅចាំមើលពីក្រោយលុះព្រឹកឡើងនាងភ្ញាក់ពីដំណេកដែលមិនបានប្រយ័ត្នក៏ធ្លាក់ទៅលើដើមឈើសឹងតែឆ្លោះចកេះទៅហើយអាយូអីពិតជាឈឺណាស់អើយគិតថាស្លាប់ទៅមិញសំណាងហើយបាក់ឆ្អឹងណានៅពេលនេះយើងក៏បានដឹងថានាងយកថ្នាំហ្នឹងដើម្បីព្យាបាលពឹសដែលមាននៅក្នុងខ្លួនរបស់នាងហើយក៏ក្អួតឈាមត្រឡប់ទៅនេះគេស្លាប់ហើយចាប់បានស្រាយគេមានស្លាប់ណាធ្វើពុតឲ្យលោកពូចេញមកខ្លួនឯងហ្នឹងហាហាលោកពូស្រាប់តែពេលនោះអរខ្លាំងពេកទៅចំពុកជើងដួលលើលោកពូហើយអ្នកទាំងអស់គ្នាហ្នឹងក៏មីស៊ូគ្នាទៅហើយនៅពេលនោះគាត់ក៏បានយកដៃទៅទប់ទ្រូងនាងកុំឲ្យនាងដួលតែមានដឹងណាថានាងគឺជាមនុស្សស្រីដល់អញ្ចឹងទៅគាត់ខ្យល់កបាត់ទៅចំមរបស់គាត់ពិតជាខ្ពស់មែនរៀងក៏សង្ហាមិនណយដែរខ្ញុំឆ្ងល់ដល់ហើយថាគាត់មានសាច់ដុំពោះ8កង់អត់ណោះហើយពេលនោះដែរនាងមកនឹងយកដៃរបស់នាងទៅរាវបដាបដាហៅមើល six pack ហ្នឹងហើយប៉ុន្តែលោកពូក៏ភ្ញាក់តល្មមលោកពូភ្ញាក់បានធ្វើអីទេមិញហ្នឹងឆាបញ្ញាប់ទៅភ្ញាក់តន់បានប៉ះ six pack ផងអីលោកពូមិនគិតថានេះជាវាសនាទេពួកយើងចែកដានជួបគ្នាគ្រប់ទីកន្លែងដើរជាមួយគ្នាល្អទេហេតុអីបានជានាងចេះតែដើរតាមខ្ញុំអញ្ចឹងដោយសារតែខ្ញុំស្គាល់តែលោកពូនឹងហើយនៅពេលដែលលោកពូបោះលុយឲ្យខ្ញុំមកដុំហ្នឹងខ្ញុំក៏ដឹងហើយភ្លាមថាលោកពូគឺជាមនុស្សល្អលោកពូតើប៉ារ៉េនៅទីនេះសបោទៅដោយសត្វសាហាវនោះបើឯងដឹងបែបនេះហើយគួរតែបញ្ញាប់ចេញទៅណាលោកពូកុំបារម្ភអីខ្ញុំនឹងដើរតាមលោកពូស្ងាត់ស្ងៀមហើយរើសឱសថតែខ្ញុំទេខ្ញុំមិនបង្ករឿងឲ្យលោកពូទេណាបើសិនជាខ្ញុំរកឱសថមួយមិនបានទៅវិញណាច្បាស់ជាខូចឈ្មោះរបស់ខ្ញុំហើយពីមុនគេហៅខ្ញុំថាម្ចាស់ស្ត្រីនៃថ្នាំណាហេនេះគឺជាថ្នាំតែស្លឹកក្រហម3តងទេតាវ៉ាវពិតជាមានតម្លៃខ្លាំងណាស់បើសិនជាខ្ញុំបំផ្លាញរឿងរបស់វាពិតជាគួរឲ្យសោកស្ដាយណាស់ស្រាប់តែពេលនោះមានព្រួយមួយបាញ់តម្រង់មករកនាងធ្វើឲ្យនាងកិច្ចសឹងមិនតាន់ហើយពេលនេះក៏បានឃើញថាមានមនុស្សចង្រៃមួយក្រុមកំពុងតែមកដណ្ដើមថ្នាំរបស់អាជីវឆាប់រកលរបស់នោះមកឲ្យយើងខ្លួនជាអ្នកសុំទានមិនប្រកាច់ទៅសុំទានឲ្យបាត់ទេហេតុអីបានជាមកនៅទីនេះទៅវិញខ្ញុំក៏ឆ្ងល់ដែរថាហេតុអីបានជានាងមករកសាច់នៅទីនេះបែរជាមិនទៅនៅបនស្រីទៅវិញនាងព្យាយាមមកតាក់អ្នកណានៅទីនេះណោះសំដែងរបស់អាជីវធ្វើឲ្យស្រីម្នាក់នេះខឹងខ្លាំងមែនទែនក៏ទាញព្រួយមកបាញ់មកគ្រាប់ទៀតប៉ុន្តែអាជីវកិច្ចតាន់ហើយថាស្នាដៃរបស់អាជីវធ្វើឲ្យគ្រប់គ្នាបើកភ្នែកធំតែម្ដងមិននឹកស្មានថាអ្នកសុំទានបែរជាមានទឹកដៃរត់គេចមិនធម្មតា
បើនាងហ៊ានតែបាញ់ខ្ញុំមួយគ្រាប់ទៀតខ្ញុំនឹងមិនគួរសមទេណានិយាយចប់អាជាវក៏ទាញដុំថ្មយកទៅគប់នាងធ្លាក់លើសេះហានាងធ្លាក់បែបនេះទៅប្រៀបដូចជាសត្វឆ្កែកំពុងតែស៊ីអាចខ្លួនឯងអញ្ចឹងនេះអាអ្នកសុំទានចង្រៃឆាប់ស្លាប់ភ្លាមទៅនៅពេលនោះនាងក៏បានទាញកំបិតយកមកចាក់ប្រុងនឹងសម្លាប់ហ្វឹងជាវប៉ុន្តែត្រូវគេចាប់ជាប់ថែមទាំងគំរាមសម្លាប់វិញទៀតផងហេខ្លាញ់របស់នាងពិតជាក្រអូបមែននេះឯងកំពុងតែ ប្អូនស្រី ឃើញបែបនេះលោកបងនេះកំពុងតែចង់ចូលជួយប៉ុន្តែត្រូវលោកម្ចាស់ម្នាក់នេះហាមឃាត់គុំកម្រាំងឲ្យសោះស្បែកទុនបែបនេះខ្ញុំខ្លាចតែជ្រុលដៃអាបំពង់ករបស់នាងដែលគ្មានចេតនាទេណា លោកប្អូនណាក្មួយស្រីរបស់ខ្ញុំត្រូវទំនើតាំងពីក្មេងដូច្នេះខ្ញុំសង្ឃឹមថាលោកប្អូននឹងលើកលែងឲ្យនាងម្ដងចុះណា អញ្ចឹងមានន័យថានាងអាចសម្លាប់អ្នកណាក៏បានព្រោះតែនាងត្រូវបានទំរើសមែនទេបើសិនជាខ្ញុំកិច្ចមិនតនោះទេពេលនេះខ្ញុំប្រហែលជាទៅសួរសុខទុក្ខជុំរេទៅហើយខ្ញុំគ្រាន់តែចង់ផ្ដល់អ្វីដែលនាងស័ក្តិសមតែប៉ុណ្ណោះតាមការពិតទៅជាធម្មតាស្រីស្អាតបែបនេះខ្ញុំតែងតែមើលថែជានិច្ចណាស់ ឈប់លេងទៀតទៅឆាប់ប្រាប់យើងភ្លាមមកថាឯងចង់បានអី ជាធម្មតាទេខ្ញុំជាអ្នកសុំទានគ្មានត្រូវការអីក្រៅពីលុយតែប៉ុណ្្នឹងឯងដើម្បីកាត់បន្ថយ stress ណាពេលនោះពួកគេក៏បានដកលុយមួយស្បោងធំយកមកឲ្យអាជាចាប់ពីពេលនេះទៅពួកយើងអស់កម្មនឹងគ្នាហើយខ្ញុំនឹងប្រឡែងនាងឲ្យទៅប៉ុន្តែពួកឯងមិនត្រូវលេងល្បិចជាមួយខ្ញុំទេណា អានឹងជារឿងធម្មតាស្រាប់ទៅហើយ ហើយពេលហ្នឹងអាជាក៏ប្រឡែងស្រីម្នាក់ហ្នឹងមកលោកបងគេហ្នឹងក៏ចូលទៅជួយចង្រៃយោអាអ្នកសុំទានចង្រៃហ៊ានមកបន្លំប៉ះរាងកាយរបស់ខ្ញុំផង យើងរੂឈប់លេងសើចច្រើនទៅ ដោយសារតែមានភារកិច្ចដែលធំជាងនឹងត្រូវបំពេញណាទើបនាងចាក់ចេញទៅតែមិនអស់ឡៃលោកពូម៉ណែខ្ញុំរកលុយបានច្រើនណាស់តោះទៅផឹកស្រាយហេអេដមីនមើលមុខពូនឹងយូរទៅដូចចង់លងអាមិនទេ ចឹងហើយយើងស្លេះដំណឹងសិនអ្នកទាំងអស់គ្នាកុំថាអេដមីនសាវ៉ាតិចថាម្ដងដាក់រឿងនេះម្ដងដាក់រឿងនោះដោយសារតែរឿងវាល្អមើលពេលយ៉ាវាក៏ប្លែកចឹងអេដមីនចង់ចែករំលែកឲ្យអ្នកទាំងអស់គ្នាបានមើលដូចអេដមីនដែរយល់អត់តែអេដមីននៅក្មេងអេដមីនរស់ដោយសារហ្នឹងហើយអត់មានមិត្តភក្តិអីនឹងគេទេចេញតែពីរៀនមកទាញទូរស័ព្ទអានរឿងចឹងហើយអានឹងជា memory ដ៏ល្អមួយយល់អត់អញ្ចឹង admin ចង់ចែកម្លែកអ្នកទាំងអស់គ្នាឲ្យបានមើលរឿងកំ pl ៃសើចបាត់ stress យល់ទេអញ្ចឹងបាយបាយបន្ទាប់ពីឲ្យប្រាក់ទៅហ្វឹងជាវរួចពួកគេក៏ដើរចែកផ្លូវគ្នារៀងខ្លួន លោកពូទី2ហេតុអីបានជាលោកពូមិនសម្លាប់អាល្អិតនោះចោលទៅបុរសឈុតខ្មៅម្នាក់នោះមើលទៅមិនមែនជាមនុស្សធម្មតាទេយើងមើលមិនដឹងពីសមត្ថភាពរបស់គេឡើយរីឯអាអ្នកសុំទាននោះក៏ល្បិចច្រើនដែរវាមិនមានយុទ្ធសាស្ត្រខ្លាំងក្លាអីណាស់ណាទេប៉ុន្តែចលនាបំលាស់ទីរបស់គេគឺពិតជាខ្ពស់ខ្លាំងណាស់ថាមិនត្រូវគេមិនមែនជាអ្នកសុំទានធម្មតានោះទេពួកយើងមកទីនេះគឺដើម្បីធ្វើរឿងសំខាន់ដូច្នេះគុំចេះតែបង្ករឿងផ្ដេសផ្ដាសទុកឲ្យរឿងនឹងនៅដែលឡែកសិនទៅគុំយកវាមកនិយាយទៀតតិចលោអាពីរអ្នកនឹងមកដើម្បីចាប់សត្វបុរាណដូចជាយើងដែរទៅខ្ញុំបានឃើញគេធ្វើដំណើរចូលទៅក្នុងព្រៃជ្រៅសង្ស័យតែគោលបំណងរបស់គេមិនខុសពីពួកយើងទេបើសិនជាបែបនោះមែនឆាប់រកឱកាសដើម្បីសម្លាប់គេចោលទៅកាត់មកដល់អ្នកទាំងពីរនេះម្ដងពេលនេះណាហ្វឹងជាវហើយនឹងលោកពូក៏បានជួបវងចចកដ៏ធំលោកពូតើសត្វទាំងនេះចេះស៊ីមនុស្សដែរទេ ឆាប់ឡើងដើមឈើទៅ និយាយរួចគាត់ក៏លូតឡើងដំឈើបាត់អាហ្វឹងជាវលូតមិនទាន់ក៏ត្រូវបានសត្វទាំងអស់នេះដេញខំលោកពូជួយខ្ញុំផងលោកពូឯនេះអង្គុយមើលពីលើដើមឈើធ្វើមិនដឹង លោកពូទី2តើមានលើសំឡេងអីដែរទេ គឺលឺណាលឺសំឡេងអាហ្វឹងជាវរត់ស្រែកជំទាវពេញព្រៃឲ្យគេជួយតែម្ដងហើយចំណែកអ្នកប្រុសម្នាក់នេះគ្រាន់តែឃើញឱកាសល្អភ្លាមក៏ទាញព្រួញយកមកបាញ់ហ្វឹងជាវឃើញបែបនេះហ្វឹងជាវក៏បានបង្វែរដានឲ្យសត្វទាំងអស់នោះរត់មករកក្រុមពួកគេតែម្ដង ឆាប់ជួបលើមក្នុងសេះហើយត្រៀមបើកកាប់យុទ្ធភ្លាម គ្រប់គ្នាបានត្រៀមខ្លួនដូចជាស្រេចសម្រាប់ការធ្វើសង្គ្រាមជាមួយនឹងសត្វទាំងអស់នេះ
ចម្លែកអីតែអ្នកប្រុសម្នាក់នេះនៅតែព្យាយាមតម្រង់ព្រួញទៅកាន់ហ្វឹងជាវ ឆាប់គេឲ្យលឿនឡើង និយាយរឿងទៅអាសត្វនេះដូចជាមិនសត្វកញ្ចក់ឯអ្នកនរគ្នាប្រហែលជាសត្វខ្លាហេតុនេះនិយាយខុសដំបូងបងប្រុសហេតុមិនជាបងភ្លឹកអញ្ចឹងវាត់ខ្លួនបន្តិចណានៅពេលដែលបានលើពាក្យទូមានរបស់បងអូនស្រីទៅក៏ទម្លាក់ព្រួយនឹងចោលហើយធ្វើការប្រយុទ្ធជាមួយនឹងសត្វទាំងអស់នឹងចុងក្រោយសត្វទាំងអស់នឹងក៏ត្រូវបានស្លាប់ហើយគ្រប់គ្នាក៏រងរបួសបន្តិចញាក់ដែរតើអ្នកសុំទាននោះវាទៅណាបាត់ហើយចុះលោកពូទី2គាត់ណែណារវល់តែផ្ដោតអារម្មណ៍ទៅលើឆាកវារវាងសត្វហ្នឹងក៏ភ្លេចថាបាត់លោកពូទី2នេះឲ្យឆឹងតាមពិតលោកពូទី2កំពុងតែមកប្រយុទ្ធជាមួយហ្វឹងជាវ ឯងមិនមែនជាដៃគូរបស់យើងទេ អូប៉ិតទេនិយាយគ្នាម្នាក់មួយម៉ាត់ក៏ចាប់ដើមវាយគ្នាយកហ្មងហើយក៏បានឃើញថាលោកពូម្នាក់នេះមិនមែនជាដៃគូរបស់ហ្វឹងជាវយើងទេកុំអាងខ្លួនចាស់មកមើលងាយក្មេងអសោះលោកបានប្រយុទ្ធគ្នាមិនបន្តិចហ្វឹងជាវក៏ផ្លត់ស្នៀតប៊ីនឹងត្រូវអាតានឹងចាក់ខ្វាក់ភ្នែកទៅហើយប៉ុន្តែចេះហេងវិញលោកពូគាត់លួចគប់ដុំថ្មពីក្រោយធ្វើឲ្យហ្វឹងជាវមានឱកាសលួចវាយឆ្មក់លោកពូម្នាក់នឹងវិញនាងបានយកកបិតស្នៀតរបស់នាងទៅចាក់ស្មារបស់គាត់ឲ្យមានរបួសឃើញថាខ្លួនមិនមែនជាដៃគូរបស់ហ្វឹងជាវគាត់ក៏ប្រមូលទ័ពរបស់គាត់ហ្នឹងឲ្យទៅសម្លាប់ហ្វឹងជាវតែម្ដងប៉ុន្តែអាក្អូនម្នាក់នេះមិនអស់ចិត្តចង់បង្ហាញស្នាដៃទៅកាន់ហ្វឹងជាវលុះបង្ហាញបានប្រមាណក្បាច់ហ្វឹងជាវក៏ឈប់លេងហើយស្នៀតមែនទែនក៏ចាប់ដើមចូលមកលោកពូទី2មើលចុះបើអាល្អិតអ្នកសុំទានម្នាក់នេះខ្លាចឡើងលេលើទៅហើយនេះវាយកកំបិតស្នៀតរបស់វាយកទៅទុកឬមួយចង់ប្រយុទ្ធជាមួយលោកបងប្រុសរបស់ខ្ញុំដោយដៃទទេឃើញថាអាកប្បកិរិយារបស់ហ្វឹងជាវមិនសូវស្រួលក៏ចាប់ផ្ដើមភ័យបែកញើសបដោយព្រោះគាត់មានអារម្មណ៍ថាដូចជាមានរឿងមិនសូវល្អនឹងកើតឡើងចំពោះក្មួយប្រុសរបស់គាត់ដោយដែលថាអញ្ចឹងហ្វឹងជាវលែងឡំមែនប៉ុន្តែតែធ្វើឲ្យខឹងកុំសង្ឃឹមថាមានជីវិតអាចចាក់ចេញទៅឲ្យសោះហើយលទ្ធផលក៏បានឃើញថាហ្វឹងជាវគឺជាអ្នកឈ្នះនៅការប្រកួតមួយនេះនាងបានកាច់បំបាក់ដៃទាំងពីររបស់អាគាត់នេះរីឯប្អូនស្រីហើយនិងលោកពូបានត្រឹមតែឈរមើលពីចម្ងាយតែប៉ុណ្ណោះមិនហ៊ានទៅជិតឡើយ អត់ទេកុំសម្លាប់គេអី ទីបំផុតបុរសកាយ៉យម្នាក់នេះក៏ត្រូវបានជាតិរយព្រោះថាហ្វឹងជាវបានមូលករបស់គេទៅក្រោយអ្នកទាំងអស់គ្នាកុំយកគំរូតាមទេបងប្រុស លោកប្រុសឆាប់ចូលទៅសម្លាប់គេទៅសងសឹកឲ្យលោកម្ចាស់របស់យើងចូល សួស្តីអ្នកទាំងអស់គ្នាវគ្គនេះគ្រាន់តែជាវគ្គដែលអ្នកនិពន្ធគេបន្ថែមឲ្យឯងដោយសារការដែលគេគូគេធ្វើសាច់រឿងមួយហ្នឹងចំខែចូលឆ្នាំចិនណាអញ្ចឹងគេអាប់ព្រីឲ្យយើងមើលលេងទៅណាហើយនៅពេលនេះដែរយើងឃើញថាហ្វឹងជាវកំពុងតែយក snowball ណាទៅគប់លោកពូលេងជាការកម្សាន្តតែទៅពេលលោកពូគប់វិញក៏ធ្លាក់ពីលើដំបូលផ្ទះអ្នកទាំងពីរពិតជាគួរស្រឡាញ់មែនតើនៅពេលដែលអាប់ព្រីបែបអញ្ចឹងមកឡើងស្វីតឲ្យគួរស្រឡាញ់ទៀតគេនិយាយថារីករាយចូលឆ្នាំថ្មីលោកពូតោះយើងទៅមើលគេបាញ់កំជ្រួចអីឬមួយក៏យើងទៅមើលគេបង្ហោះគោមល្អទេហើយទៅស្ដាប់អ្នកនិយាយរឿងនៅក្នុងហាងអាហារក៏ល្អដែរកំពុងតែឈរនិយាយស្រាប់តែបាត់លោកពូបាត់ដើររកក៏មិនឃើញស្រាប់តែលោកពូនៅទីនេះសោះហើយបកសមកចេញទៀតដែលបានឃើញថាគាត់គឺជាបុរសដ៏សង្ហាម្នាក់មិនមែនជាពូទេចាហើយឋានៈរបស់គាត់ក៏ខ្ពស់ដែរព្រោះអីអ្នកបម្រើបានហៅគាត់ថា King Yama ហ្នឹងគឺជាស្ដេចនៃឋាននរកប៉ុន្តែអានឹងគ្រាន់តែជា nickname គេឲ្យទេមើលទៅដោយសារគាត់តំណងជាមនុស្សដែលមានចិត្តខូខើសាហាវព្រៃផ្សែងដូចជាហ្វឹងជាវអញ្ចឹងឥឡូវនេះសាច់រឿងបន្ថែមយើងក៏ចាប់ត្រឹមនឹងតោះយើងចូលទៅកាន់ភាពបន្តរបស់យើង
លោកពូវាមិនមែនជាការពិតទេមែនទេវាមិនអាចថាអ្នកសុំទានធម្មតាអាចសម្រាប់បងប្រុសរបស់ខ្ញុំបានទេលោកពូប្រាប់ខ្ញុំមកថាវាមិនមែនជាការពិតនោះទេប៉ុន្តែលោកពូមិនបានចាប់អារម្មណ៍ទេនៅពេលនេះគាត់ចាប់អារម្មណ៍ទៅលើសមរភូមិតែកើតមានជាមួយនឹងហ្វឹងជាបានឃើញថាហ្វឹងជានាងសម្លាប់មនុស្សឡើងរៀលតែម្ដងហើយពេលនេះក៏ដល់ពេលដែលគាត់ត្រូវដាក់មេប្រូចដែរ ឆាប់ងើបឡើងយើងនឹងចាក់ចេញពីទីនេះឥឡូវនេះ អត់ទេខ្ញុំត្រូវតែសងសឹកបងប្រុសរបស់ខ្ញុំត្រូវតែសម្លាប់វា ឆាប់ភ្ញាក់ឡើងឯងមិនអាចសម្លាប់វាបានទេព្រោះឯងគ្មានសមត្ថភាពតោះពួកយើងឆាប់ទៅ មុនពេលដែលគាត់បានចាក់ចេញទៅគាត់ក៏បានងាកក្រោយមើលមុខរបស់ហ្វឹងជាវបានឃើញថាខ្សែភ្នែករបស់ហ្វឹងជាវគឺជាខ្សែភ្នែកពិឃាតគួរឲ្យខ្លាចមែនទែនបន្ទាប់ពីក្រុមមនុស្សអាក្រក់ទាំងអស់នោះបានដាក់មេប្រូចរួចហ្វឹងជាវក៏បានដើររករបស់ល្អដែលមានដូចជាលុយថ្នាំសង្កូវរបស់ដែលថាចាំបាច់អាចប្រើប្រាស់បានណាបើទុកចោលវាខាត នេះជាថង់ស្ពេសដាក់អីវ៉ាន់មែនទេខ្ញុំអត់ទាន់មានមហិទ្ធិឫទ្ធិផងហ្នឹងដូច្នេះខ្ញុំប្រហែលជាបើកវាប្រាំមិនទាន់បានទេប៉ុន្តែយល់ល្អទុកវានេះជាមួយខ្ញុំសិនចាស់ក៏បានដែរចាំពេលមានមហិទ្ធិឫទ្ធិហើយចាំគិតទៀតឯណាលោកពូកុំប្រាប់ខ្ញុំណាថាគាត់ទៅចោលខ្ញុំទៀតហើយលោកពូលោកពូវ៉ាសុទ្ធតែសាច់ច្រើនណាស់ ដើម្បីកុំឲ្យខាតហ្វឹងជាវក៏បានកាត់សាច់ទាំងអស់នោះយកទៅធ្វើជាចំណីសម្រាប់ពេលល្ងាចឃើញថាហ្វឹងជាវទៅបាត់ពួកគេនេះក៏ត្រឡប់មកប្រមូលសាកសពទៅវិញជាពិសេសសាកសពរបស់លោកប្រុសម្នាក់នេះតើខ្ញុំគួរតែប្រាប់លោកពុកថាមិនទៅនៅពេលដែលខ្ញុំត្រឡប់ទៅវិញបងប្រុសមកមិនអាចស្លាប់ទៅទាំងតែបាននេះទេអ្វីដែលឈឺចិត្តបំផុតណាគឺថាបានត្រឹមតែឈរមើលដែលមិនអាចធ្វើអីបាន យើងរួឆាប់យកសាកសពរបស់បងប្រុសឯងត្រឡប់ទៅវិញដើម្បីធ្វើបុណ្យណាហើយពួកយើងប្រកាសជាសងសឹកនៅរឿងដែលបានកើតឡើងនៅថ្ងៃនេះ ប៉ុន្តែថាលោកពូអាអ្នកសុំទានម្នាក់នោះវាបានចូលទៅក្នុងព្រៃដ៏សែនជ្រៅបាត់ទៅហើយនឹងតើពួកយើងគួរតែសងសឹកវាដោយរបៀបម៉េចទៅបន្ទាប់ពីវាចាក់ចេញពីព្រៃតើពួកយើងទៅរកវាតាមណាទៅ យើងមិនចាំបាច់ទៅចាត់ការគេដោយខ្លួនឯងនោះទេនៅពេលដែលយើងត្រឡប់ទៅដល់ផ្ទះវិញយើងគ្រាន់តែយកឈ្មោះរបស់គេចូលទៅក្នុងទីផ្សារងងឹតទៅនឹងមានមនុស្សចាត់ការគេដោយខ្លួនឯងហើយ លោកពូអាអ្នកសុំទានម្នាក់នោះវាបានយកកាបូបរបស់បងប្រុសទៅហើយ បែបនេះក៏កាន់តែងាយហើយព្រោះយើងមានវិធីដើម្បីតាមរកគេនោះអី បន្ទាប់ពីលោកពូសំណប់ចិត្តរត់ចោលអាជីវទៅអាជីវអង្គុយឡើងផ្លឹកសញ្ជឹកសញ្ជឹងតែម្នាក់ឯងហ្វឹងឈីងកើត្រូវបានជំនួសដោយស៊ូរូយូណូរឿងពិតជាគួរឲ្យឈឺក្បាលពិតមែនណាអ៊ីយ៉ាភ្លេចឆឹងទៅទំនេរអញ្ចឹងគួរតែស្រូបយកកម្លាំងធាតុល្អជាងទោះបីជាខ្ញុំមិនធ្លាប់តាំងសមាធិប៉ុន្តែសាក់លេងទៅក៏បានដែរយ៉ាងហោចណាស់ក៏ម្ចាស់រាងកាយមួយនេះបានបន្សល់ទុកការចងចាំមួយចំនួនដែរសាក់សិនល្អជាងពេលនោះហ្វឹងជាវក៏ព្យាយាមបិទភ្នែកតាំងសមាធិហើយក៏ដេកលក់ទៅទម្រាំតែដឹងខ្លួនវិញមេឃឡើងចង់យប់បាត់ទៅហើយហើយវាពិតជាពិបាកណាស់អត់ទៅពេលបិទភ្នែកចេះតែល្ងួយគេងគិតអីមិនចេញទេសាម្ដងទៀតក៏បានលើកនេះហ្វឹងជាវនាងព្យាយាមស្រូបយកកម្លាំងធាតុមែនតែនហើយក៏ស្រូបយកបានមួយចំនួនតូចដូចគ្នាដែរស្រូបយកធម្មពលចូលទៅក្នុងរាងកាយក៏មិនពិបាកអីណាស់ណាស់ដែរនៅពេលនេះនាងក៏អាចបើកអាស្បោងយាមរបស់គេមើលបានដែរដោយសារនាងមានធម្មពលនៅក្នុងខ្លួនអញ្ចឹងហើយដល់ទៅពេលបើកមើលទៅក៏ឃើញមានរបស់ឡើងច្រើនមានទាំងលុយមានទាំងថ្នាំមានទាំងខោអាវហើយអាជីវក៏បានយកឱសថដែលនាងបានបេះតាមដងផ្លូវហ្នឹងយកមកដាក់ចូលទៅក្នុងស្បោងហ្នឹងហើយក៏យកទៅសៀតនឹងចង្កេះបន្ទាប់មកនាងក៏ចុះលុបលាងមុខហើយនិយាយតែម្នាក់ឯងថាស៊ូរយុន
នាងកុំតន់ស្លាប់ចោលខ្ញុំឲ្យសោះណាពេលនេះព្រះអាទិត្យក៏លិចអាជីវកំពុងតែបុកថ្នាំយកទៅបិទស្នាមរបួសនៅលើមុខរបស់នាងហើយនៅពេលនោះនាងក៏បានឃើញមានឈាមហូរតាមដងអូមកនាងក៏ដើរតាមដានឈាមនឹងហើយក៏បានឃើញបរិសម្នាក់កំពុងតែដេកស្ដុកស្ដឹងគេនៅរស់ទេតាដែលមិនមកអង្គយូរអាជីវក៏ព្យាយាមលើកគេចេញពីទឹកហើយយកថ្នាំមួយចំនួនដែលនាងមានហ្នឹងយកទៅបិទមុខរបួសឯងសំណាហើយដែលបានមកជួបខ្ញុំណានៅពេលដែលលេងសម្អាតខ្លួននឹងបិទមុខរបួសឲ្យគាត់នឹងរួចអាជីវក៏បានផ្លាស់ប្ដូរកៅអៅឲ្យគេទៀតផងរួចក៏ដាក់ឲ្យអាប៉ែនឹងតកេងទៅហើយនាងក៏បន្តការតាំងសមាធិរបស់នាងលុះយប់ឡើងបរិសម្នាក់នេះក៏ធ្វើទុកតាមធម្មតាមនុស្សនៅពេលមានរបួសតែងតែមានអាការៈក្តៅខ្លួនចឹងហើយហ្វឹងជឿក៏បញ្ច្រកថ្នាំមកគ្រាប់ហើយដាក់ឲ្យដេកវិញទៅពេលដែលរួចរាល់នាងក៏បន្តការងាររបស់នាងទៀតប៉ុន្តែអ្វីដែលយ៉ាប់យ៉ឺននោះគឺក្លិនឈាមរបស់អាប៉ែនេះធ្វើឲ្យតាក់ទាញសត្វចចកមួយវងធំមើលទៅខ្ញុំប្រហែលជាកិច្ចមិនផុតនោះទេអ្នកណាប្រាឲ្យខ្ញុំចេះដឹងរឿងគេពេកទៅអីដោយមិនដាច់ចិត្តរត់ចោលគាត់នេះនាងក៏បើកឆាកប្រយុទ្ធជាមួយនឹងវងចចកនោះដោយសារតែគ្នាវាច្រើនពេកវាចេះបែងចែកគ្នាមួយមកជាងមួយទៀតទៅរកអ្នកជំងឺហ្វឹងជាព្យាយាមអស់ពីលទ្ធភាពហើយនៅពេលដែលឃើញថាសត្វចចកទាំងអស់នោះវារត់ទៅរកអ្នកជំងឺហ្នឹងនាងក៏បានយកអាងើកភ្លើងទៅគប់ពួកចចកទាំងអស់ហ្នឹងដើម្បីឲ្យវារត់បែកវងទៅព្រោះថាសត្វចចកខ្លាចភ្លើងនោះពេលព្រឹកឡើងបុរសម្នាក់នេះក៏បានដឹងខ្លួនហ្វឹងជានាងអង្គុយការពារអាគាត់នេះមិនជប់ដល់ភ្លឺតែម្ដងដល់ទៅពេលអាគាត់នេះភ្ញាក់ឡើងឃើញវងចចកឡើងច្រើនអញ្ចឹងណាក៏រៀងភ្ញាក់ផ្អើលដែរនេះគេភ្ញាក់ហើយរវល់តែងាកមើលអាគាត់នេះភ្លេចមើលពីមុខអាចចកហ្នឹងវាក៏លួចវាប្រហាហ្វឹងជាតែម្ដងទៅប្រយ័ត្នតែលេងជាមួយអាជីវមិនកើតចូល1សម្រាប់1ចូល2សម្រាប់2សម្រាប់តតែខ្ទេចឲ្យតែហ៊ានចូលបើឯងនៅតែមិនព្រមចាក់ចេញទៀតយើងនឹងសម្លាប់ពួកឯងម្ដងមួយនៅពេលដែលលើអញ្ចឹងអាចចកនេះក៏ភ័យដែរតាហើយក៏នាំកូនចៅវាដកថយតែម្ដងទៅឃើញថាគាត់នេះបានភ្ញាក់ឡើងអញ្ចឹងអាជីវក៏បាននិយាយថាសំណាងល្អហើយដែលលោកបានភ្ញាក់កុំអីខ្ញុំទុកចោលនៅទីនេះហើយតើឯងជាអ្នកណាខ្ញុំជាអ្នកណាវាមិនសំខាន់នោះទេអញ្ចឹងចុះខ្ញុំជាអ្នកណាវីវបដៅតែប៉ុណ្ណេះអាជីវដឹងតែឈឺក្បាលទៀតហើយនេះលោកប៉ះពាល់ទៅដល់ខួរក្បាលទៀតដឹងអត់ចាំទេថាខ្លួនឯងជាអ្នកណាសាក់ស្ទាបមើលសិនអាយ៉ាក្បាលរបស់លោកមានពកដែរទេតាសង្ស័យតែលោកត្រូវគេចាក់រួចក៏បោះទម្លាក់ចូលក្នុងទឹកដូច្នេះសម្ភារជារបស់លោកប៉ះពាល់ទៅនឹងសរសៃឈាមខួរក្បាលប៉ុន្តែវាមិនមែនជាបញ្ហានោះទេព្រោះថាការបាត់បង់ការចងចាំមួយនេះវាត្រឹមតែរយៈពេលខ្លីតែប៉ុណ្ណោះអូប៉ាត់មែនហើយនិយាយចឹងលោកអញជ្រុលជាភ្នាក់អញ្ចឹងទៅហើយខ្ញុំសុំទៅមុនហើយណាឈប់សិនថាអប៉ែម្នាក់នេះពិតជាខ្ពស់ប៉ាត់មែនមានការអីតើខ្ញុំអាចទៅតាមឯងបានដែរអត់ខ្ញុំបាត់បង់ការចងចាំអស់ហើយដូច្នេះខ្ញុំស្គាល់តែឯងម្នាក់គត់ជួបទស្សនវិជ្ជាបែបហ្នឹងអាជីវក៏និយាយឡើងចាញ់មានអារម្មណ៍ថាដូចប្រហែលកុំបារម្ភអីខ្ញុំនឹងមិនបង្ករឿងឲ្យឯងនោះទេលោកឯងហ្នឹងគឺជាបញ្ហាស្រាប់ទៅហើយសូមអាជីវដើរតាមទៅពេលអាជីវអត់ឲ្យដើរតាមចង់យំហេតុអីបានជាលោកឯងចង់យំអញ្ចឹងមនុស្សប្រុសមានប្រពន្ធណានៃនេះបើឯងមិនឲ្យយើងដើរតាមឯងនោះទេយើងក៏មិនដឹងថាត្រូវទៅណាដែរយើងមិនដឹងថាផ្លូវទៅផ្ទះនៅកន្លែងណាផងខ្ញុំច្បាស់ជាស្លាប់ជាមិនខាននោះទេអានេះគេហៅថាកម្មមែនថ្ងៃមុនខ្ញុំតោងគេឥឡូវមានគេមកតោងខ្ញុំពិតជាពិបាកមែននេះឈរនឹងធ្វើអីទៀតឆាប់មកតាមខ្ញុំមកបាទអញ្ចឹងតើខ្ញុំគួរហៅឯងថាម៉េចទៅហៅថាម៉េចក៏បានចិត្តឯងទូជាងខ្ញុំអញ្ចឹងខ្ញុំគួរតែហៅឯងថាប្អូនប្រុសតើបានដែរទេបាននោះគឺកំពុងតែនិយាយស្រាប់តែឃើញអាវងចចកនឹងវាត្រឡប់មកវិញចចកទាំងអស់នោះវាមិនព្រមទៅណាទេឬមួយក៏វាចង់ដើរតាមពួកយើងវាមិនអីទេកុំឲ្យតែពួកវាប្រហារយើងទៅបានហើយ
Chẳng, dân cô tại ai về đa tam dân chẳng à? Chẳng tự đánh việc luôn anh có ban nè khi mình tha ai tê. Mình ai tê, ai về mà tam có ban đài. Nè thằng Pi có ban mình to làm nám một ngay từ. À phá ổn, anh cứ tha cho mua được bọc nhưng nên lơ bằng tông sai cô cột mua đi đa tế. À bằng tông đi mình nơi chọn nâng có co được bọc nhung. Con xì lín nè. Chẳng chứ mua được bà anh cứ con xì lín nè. Khi ông cất chân đài. Khi ông cất thả chứ mua được bà anh cứ mà đừng là ngờ hai để ta. À phá ổn à, khi ông cất tha mình nơi nâng kháng mục ná. Ai ta phụ dân đa ta đa tin nụ. Chờ cho từng ón nụ, nâng mình hiên đa tam dân tiết tề. Nước hàng mục miền mà nữa ấy. Hai đấy bạn chị anh đứng. À, bà chỉ mình nữ hai bữa tha khi ông thông khăn sạch ăn nè. Chị mua được bà anh cứ chơi cho mô chích cái ấy. Hai đấy bạn chị khiêm, hai đấy bạn đứng sẵn chứ. Nơi tin hốt chứ bà chỉ mình nữ tỏi bộ dân chấp tử. Chẳng hai ạ Pi nè nữa, cô phải nháp rốt. Nôm tầng vông cho chọ tay cho mối đài. Lúc bảo, nơi tin nước mình nữ họ. Lùng cha tị bay vông cho có một chỉ mỗi đài. Phần nâng vì không mình ấy ở cha tề. Stream ba ca bị dột. Chộp sân, tao phụ anh chị nè nà. Cứ tha, nạ play mục chẳng hai kê. Mình sao tục chất chẳng anh. Bọn ta là xa tay, cho chọ khang mục á, vì chán tề. Chẳng, kê tục ạ Pi nè nâng mận đông sân. Nè tụi anh, cho nơi tin nâng hai. À không anh xong tiền, chắp nợ cho ngay bị dân phim. Ôn chỉ đồn mùi, cùng chơi bê nè. Khi mơ tơ phụ anh, đôi chia mình sơ phụ ca. Khang như tờ sơ nụ tê, chẳng chắp trôi còn đa chỉ mùi phụ dương một. Anh công bảo nằm ấy lục bù được bọc nhóm, phụ ca lệnh mùi. Chờ trọ bân nâng, mình ai vừa ấy phụ cọt ban tề. Nè đằng Pi mà một khăn rít có đa cho đồng vốn tại mặt đông tờ. À kê chơi cà phê free ấy, chăm cá. Mình dù mình chắp cho chọ nâng có tờ cây xâm lập à. Nơi xa tịch túi về đốt cho không prey vinh bạch. Nhưng sầm lọc nia vì ai cho đàn bân nâng hai mưa tới. Vì lên hiên trộm một trận dương hai, ha ha. Nơi bê đặc hơn cho chọ về đốt tờ ảnh chân à chiếu có ọc con. À cầm lo mà nẹ mình nâng á. Đã oi à chiếu cho tờ khăn đồng vốn chỉ mùi á. Đại sao tờ môn nâng à chiếu soi ha ha. Chẳng thả con ít man ta à chiếu nâng sao chầm ọ. Rồi con dây xong đột à chiếu bị bày mặt tờ. Nè, hạt ấy ban chị anh chết tay sầm lắng một ôn pro được bao giờ chăng? Đào tập bê hai. Men cái lên sẵn lắng một khăn đã lùi. Sẵn lắng ọt đạp này tê. Đào bê sẵn lắng cho sẵn lắng lắm. Có soi tha ha ha. À là âm nè đi bật chìa bà hơn mến. Hiên giờ lắng một dương chó mà. Kể ra sao phong dột đây vay mà. Rồi bó con xì ní phong. Thôi ở nào được ua nữa. Rồi bạc lang vinh. Vậy tới crom ní cái mình sẵn đàn cho lọ màn. Chơi bà đánh. Bà bộ cho chọ hai. Nơi bà đăng tha con xin đến miền ở buồn chăng. Chẳng ai thân nam tới tiệt. Bọn chỉ đơn mùi hạ đây bạn chỉ bọn từ khoa chỉ mùi bộ ăn nằm lẽ. Mình ấy tên à, khi mình thân nam sầm đọc luôn ai đấy đó hai. Chắp đã ai tờ trong khi liếp ai. Nơi bà liếp thân nam đấy đó nhận thằng Pi có đa tranh tờ. Ôn pro, hạt ấy ban chỉ phụ dương mình xông kê tơi chỉ mùi tớ. Nà muối, phụ dương chạ tranh theo mình prap kê tiệt. Hạ đây bạn chỉ bộ yên tờ đa tam kê đấy. Pro tha, đâu bên là mình bánh hạ bộ kê ai chui phụ dương ban á. Khó hay, bộ yên mình cô đa tam bộ kê nô tê. Bộ yên cô tài bằng phải lực luôn anh. Bà mình bằng nô tê. Bà sân chỉ ọt kê, bộ yên bà thì slap trên mình khan tê. Nà muối khiêm tờ rau bộ kê. Đằng mẹ bộ kê chui đinh sao cho chọn thành ọt nô tê bắn nọ. Để chọn thành ọt nô của ban đột mặt đài. Hai tam kê thầy tiền. Nì bạn mi có tơ đai. Thôi tự bắt thà anh, không mình chừng dương mềm bàn tay anh là chừng dương khắc chá ná nè. Bắt chỉnh chân hai, rồi môi có thác nhưng đôi chị anh. Trời ban nè chất snật luôn nú. Lôi chạm bị cao nhá. Ơi, lô chạm bị còi nắng mình này tham mày tơ. Bà tam khi mơ một đổ buồn là bà ai nâng á. Khơi tha. Trời cái lôi chạm nơi bê đã ai mình ban đăng luôn. Vì chị bán nè, mà nữ đá chất snật nâng á. Chia diêm trong sầm lạp anh. Khi ông tha hai thà anh cứ chia mà nữ là ngớ Batman. Bị dần dày là ba phân chia thua ai quan Celine ní. Ta đã đăng tay mà đông. Bây giờ đa cho tôi không prey chơi tới anh chiếu á. Niên căn thể khơi ở sốt tập lọ là niên chẳng bàn á. Ha, một chân ní bắt chỉ lọ men. Nhưng bè thân nam ban chơi răn. Prophet na. Nơi bây giờ niên bột luôn á. Niên của ban có lấy khơi thân nam. Nơi lờ cầm bù phân nôm ảnh nọ. Hay à, nó cứ chia ở sốt bầm bắt nam tệ ta. Tìm pháp ban cho bật tế hai.
នៅចាំនឹងហើយខ្ញុំទៅបេះថ្នាំមួយផ្លែត អប្អូនតើឯងនឹងត្រឡប់មកវិញទេ នៅពេលដែលបានលើកូនសេលីនសួរអញ្ចឹងអាជីវក៏បានដករបស់ខ្លះទុកសកូឲ្យអពៈកូនសេលីននឹងញ៉ាំហើយនាងផ្ដាំទៀតថាបើសិនជាជួបសត្វសាហាវឬក៏អីឡើងលើដើមឈើនឹងទៅខ្ញុំនឹងតែបេះថ្នាំតែមួយផ្លែតទេហើយនេះគឺជាសាច់ដែលបានចំអិនរួចបើឃ្លានក៏ញ៉ាំទៅហើយបើសិនជាជួបសត្វសាហាវឆាប់ឡើងលើដើមឈើនោះទៅហើយចេះឡើងដើមឈើដែរអត់ ខ្ញុំអាចឡើងដើមឈើបានកុំបារម្ភអីឲ្យតែឯងត្រឡប់មកវិញ ល្អអញ្ចឹងខ្ញុំទៅសិនហើយនិយាយពីថាចង់បានអាផ្កានេះហានិយាយពីវេទនាខំឡើងភ្នំឡើងខ្ពស់មកដល់ក៏ជួបពស់ទៀតតតែសម្លាប់ពស់នឹងបានបេះផ្កានឹងកើតចឹងទៅអាជីវក៏ដកកបិតយកមកកាត់អាពស់នឹងជាពីរបាត់ទៅហាអាសុតមីនេះប្រើសម្រាប់បន្ថែមកម្លាំងទេតាអូនោះគឺថ្នាំមួយប្រភេទទៀត វ៉ាវថ្ងៃនេះខ្ញុំពិតជាសំណាងខ្លាំងណាស់កំពុងតែវក់បេះថ្នាំពងជាវក៏កលេចទៅឃើញក្បួនសេះមួយក្រុមហើយនាងមើលពីចម្ងាយក៏ដឹងដែរថាម្នាក់ស្រីនៅលើខ្នងសេះហ្នឹងគឺជាអ្នកណាគឺជាហ្វឹងឈីងកើខ្លាយបាយនោះគឺមួយរងអ៊ីសូនទេតាហើយក៏មានស៊ូរុយន់ផងដែរពិតជាចៃដន្យមែន តើមានអត់កំបាំងអីទៅនៅក្នុងព្រៃបិសាចនោះហេតុអីបានជាម្នាក់សំដៅទៅកន្លែងនោះអញ្ចឹងខ្លាឃ្មុំចង្រៃយកពិតជាសយមែនគ្រាន់តែឃើញខ្លាឃ្មុំមកអាជីវដាក់មេប្រយត្មងប៉ុន្តែអាមុខក៏មានអាកាយក៏មានវាមិនស្ទាក់ទៀតចង្រៃយកអើយតើនេះជាសំណាងអីទៅណានៅពេលហ្នឹងមុខរងអ៊ីស៊ွန်ហ្នឹងបានលើសលេងខ្លាឃ្មុំ សែកហើយទៅក៏ងាកទៅមើលប៉ុន្តែឃើញអីទេបងប្រុសមុខរងតើមានរឿងអីមែនទេ គឺមិនមានអីទេ ហេតុអីបានជាបងសម្លឹងមុខខ្ញុំបែបនេះតើមានអីនៅលើមុខខ្ញុំមែនទេរបៀបថាយកមុខមាត់គេអញ្ចឹងទៅរៀងល្អៀខ្លួនណាខ្លាចគេចាប់បាន តោះឆាប់ធ្វើដំណើរទៅ ចង្រៃយកអីឈប់ដេញយើងទៅមើលតែឯងធ្វើឲ្យយើងខឹងខ្លាំងតិចយើងវៃស្លាប់ដួលជាមួយឯងណា អាខ្លាឃ្មុំនឹងដេញអាជីវមកដល់ដើមឈើមកកន្លែងហើយនៅពេលដែលឃើញបែបហ្នឹងអាជីវក៏ហក់ឡើងលើដើមឈើតែម្ដងប៉ុន្តែមិនទាន់ចប់ទេអាខ្លាឃ្មុំហ្នឹងវាបុកដើមឈើផឹងបុកដើម្បីទម្លាក់អាជីវចុះមកក្រោមទៀតឆ្លាតមែនវាដេញអាជីវដោយសារអាជីវហ្នឹងបេះឱសថរបស់វាតែវាការពារអស់រយៈពេលរាប់រយឆ្នាំនេះនៅមិនទាន់អស់ចិត្តទៀតទេរបស់នឹងតែវាមកដល់លើដៃខ្ញុំហើយវាជារបស់ខ្ញុំហើយយើងមិនអោយឯងទៅវិញទេ No way នៅពេលហ្នឹងមេក៏ចាប់ផ្ដើមមានផ្គររន្ទះធ្វើឲ្យអាសត្វទាំងពីរនេះក៏មិនដឹងការស្អីដែរនាំគ្នាលុតទៅគង់ចុះហើយអានោះគឺជាអភូតហេតុនៃការកកើតរបស់សត្វហង្សភ្លើងហង្សទេពហង្សទេពហ្នឹងគឺជាស្ដេចនៃសត្វទាំងមូលដែលនៅលើភពគេហ្នឹងណា សញ្ញានេះគឺជាការកកើតនៃសត្វទេពទេតាព្រះអើយសូម្បីតែមេឃក៏បដូរពណ៌ទៅជាពណ៌កាឡាក់ស៊ីដែរ ការបង្កកំណត់របស់សត្វមួយហ្នឹងធ្វើឲ្យគ្រប់គ្នាផ្អើលឆោឡៅសំដៅទៅរកកន្លែងហ្នឹងមកដើម្បីទៅរកសុទ្ធវាហើយយកវាធ្វើជាកម្មសិទ្ធិរបស់ខ្លួនតែម្ដង តាំងពីដើមឡើយមិនដែលមានអ្នកណាបានឃើញអភូតហេតុបែបនេះនោះទេ បងប្រុសមុខរងនោះគឺជាអភូតហេតុនៃការកកើតរបស់សត្វហង្សទេពទេតា មិននឹកស្មានថាខ្ញុំមានឱកាសបានមើលឃើញការកកើតរបស់ស្ដេចសត្វទេពបែបនេះនោះទេ មិនយូរមិនឆាប់សត្វហ្នឹងក៏បានធ្លាក់ចុះមកដីធ្វើឲ្យកក្រើកមេឃរញ្ជួយដីតែម្ដង ឆាប់ឡើងវាបានធ្លាក់មកដល់ហើយលឿនឡើងគេយកបាត់ឥឡូវហើយ អាគេនោះគេខិតខំស្វះស្វែងរកចង់ងាប់មានណាអាសត្វនឹងធ្លាក់ក្បែរខ្លួនរបស់ហ្វឹងជាវនេះហ่าជាសត្វហង្សទេពដែលគេល្បីក៏ក្រៅចង់បានគ្រប់គ្នានោះហេតុអីបានជាធ្លាក់មកនៅទីនេះទៅវិញពិតជាសំណាងមែនយើងយកឯងទៅជាមួយហើយបើជ្រុលជាធ្លាក់នៅក្បែរជើងរបស់ខ្ញុំទៅហើយនោះ ហេហេតុអីបានជានៅទីនេះគ្មានអីសោះអញ្ចឹងឬមួយក៏មានមនុស្សយកទៅបាត់ហើយអ្នកណាគេដែលមកលឿនជាងយើងនោះ ព
ពេលហ្នឹងក៏មានមនុស្សមកដល់បដាហើយក៏អត់ឃើញនេះគ្នាដែរអ្នកណាតើសត្វទេពនៅឯណាពេលហ្នឹងស៊ូរយ័ន្តណាខឹងសឹងតែចេញចរិតស៊ីនមកដល់ពេលហើយអពៈមុខរងនេះក៏បានចាប់អារម្មណ៍ដែរប៉ុន្តែអត់មាត់បងប្រុសមុខរងខ្ញុំគ្រាន់តែខ្លាចថាមានគេយកទៅបាត់តែប៉ុណ្ណោះវាជាសំណាងធំណាស់ទៅហើយដែលពួកយើងបានឃើញសត្វហង្សទេពមួយនោះក៏កើតនៅចំពោះមុខយើងបើវាមិនបានមកដល់ដៃយើងទេមានន័យថាយើងនឹងវាគ្មានវាសនានឹងគ្នានោះទេពិតមែនហើយបងប្រុសនិយាយត្រូវឈៀងកើពិតជាចិត្តក្តៅពេកហើយបន្ទាប់មកអ្នកខ្លាំងមកពីនគរឬក៏បាក់ផ្សេងហ្នឹងណាក៏មកដល់តាមក្រោយហើយខ្លាំងរបស់គេមែនបានប្រើសម្ពាធទៅដាក់សម្ពាធលើអាអ្នកនៅក្រោមហ្នឹងណាឡើងចង់ក្អួតឈាមគ្រប់គ្នាតើអ្នកណាគេជាអ្នកយកសត្វហង្សទេពទៅអើយសម្ពាធមួយនេះពិតជាខ្លាំងក្លាពេកហើយសិស្សច្បងតើដកសម្ពាធចេញបានទេទុកឲ្យខ្ញុំសិស្សប្អូនម្នាក់នេះជាអ្នកបកស្រាយហើយមករងអ៊ីសួនណាក៏បានរាយរាប់ទៅថាម៉េចវាពិតជាបាត់ខ្លួនពិតមែនទេហើយលោកអ្នកទាំងអស់គ្នានិយាយទៅមួយរយៈហ្នឹងវីដេអូប្រហែលជាចេញខ្លីៗតិចហើយព្រោះអីអត់មានសមមានពេលទៅនេះទេបាយណានៅពេលហ្នឹងដែរបន្ទាប់ពីអាជីវលួចសូត្រនឹងបានហើយអាជីវក៏បានដើរធ្លាក់ចូលទៅក្នុងរណ្ដៅមួយហើយរណ្ដៅហ្នឹងពោពេញទៅដោយកដោប្រម៉េះកដោប្រម៉េះទាំងអស់ហ្នឹងព្យាយាមវាប្រហាអាជីវតាំងវងតែម្ដងដោយសារតែវាចង់ការពារអីម្យ៉ាងដែរនៅក្នុងរូងភ្នំមួយហ្នឹងហើយទូសេរបស់យើងបានប្រយុទ្ធជាមួយនឹងសត្វកដោទាំងអស់ហ្នឹងរហូតដល់វាងាប់ឡើងរ៉េតែម្ដងនាងក៏បានដើរតម្រង់ទៅកន្លែងមួយហើយកន្លែងហ្នឹងដែរគឺមានតពាំងមួយយ៉ាងធំហើយយើងគ្រាន់តែមើលទៅក៏ដឹងថាតពាំងហ្នឹងគឺជាតពាំងវេទមន្តដែរអញ្ចឹងយើងក៏ដឹងថាសត្វកដោទាំងអស់ហ្នឹងវាការពារអាស្ទឹងមួយនេះដើម្បីកុំឲ្យមានអ្នកណាទៅទីរំខានអីចឹងដែលមិនមកអង្គយូរអាជីវនាងក៏ចោះហាលទឹកនឹងហ្មងដើម្បីសម្អាតខ្លួនអីចឹងណាប៉ុន្តែស្រាប់តែមានអារម្មណ៍ថាដូចជាមានធាតុអីម្យ៉ាងណាស្រូបចូលទៅក្នុងរាងកាយរបស់នាងធ្វើឲ្យនាងមានអារម្មណ៍ល្អជាងមុនអីចឹងណាដូចពេលសមាធិអញ្ចឹងណាហើយកំពុងតែងូតទឹកលេងស្រាប់តែអាពងនេះវាលោតចូលទៅក្នុងទឹកនឹងដែរហើយបានធ្លាក់ចូលទៅទឹករៀងឡើងជ្រៅធ្វើឲ្យអាជីវនាងហាទៅតាមនៅពេលហ្នឹងនាងក៏បានឃើញទ្វារមួយដែលស្ថិតនៅបាតបឹងមួយហ្នឹងហើយទ្វារហ្នឹងបានប្រើឥទ្ធិពលវាស្រូបទាញអាជីវរបស់យើងធ្វើឲ្យអាជីវរបស់យើងនាងក្អួតឈាមខ្លាំងមែនតើដល់អញ្ចឹងទៅធ្វើឲ្យអាសុទ្ធហ្នឹងវាសោបឈាមណាអញ្ចឹងអាពីរអ្នកហ្នឹងវាបានចុះកងតារារវាងម្ចាស់ហើយនឹងសត្វដោយមិនដឹងខ្លួនហើយការដែលនាងបានចុះកងត្រាជាមួយនឹងអាសត្វហ្នឹងធ្វើឲ្យនាងជារបួសវិញយ៉ាងលឿនតែម្ដងហើយមិនយូរមិនឆាប់នាងក៏បានធ្លាក់មកដល់កន្លែងទៀតទីបំផុតអាសុទ្ធហ្នឹងក៏បែកហើយបានបង្ហាញរូបរាងថានៅក្នុងសុទ្ធហ្នឹងមានកុមារតូចមួយដ៏គួរស្រឡាញ់មើលកាពះគូតគេឡើងកបឹកមកខ្ជូរណាហើយគេគ្រាន់តែចេញមកព្រាមគេនិយាយផ្លែផ្កាឲ្យទូសេរបស់យើងមកណែនាងយើងគឺជាសត្វហង្សទេពបុរាណដែលមានឥទ្ធិពលដ៏អស្ចារ្យគេនិយាយអញ្ចឹងដើម្បីកញ្ញាយឲ្យទូសេរបស់យើងខ្លាចប៉ុន្តែមើលរូបរាងអញ្ចឹងពីណាខ្លាចមើលកូនដំរីទួយគេនាងខ្ញុំមិននឹកស្មានថានាងសម័យអីខ្ញុំខ្លាចតែជាកូនក្មេងបែបនេះសោះពិតជាគួរស្រឡាញ់ណាស់គាត់តែឃើញអញ្ចឹងអាជីវក៏គូស្រឡាញ់អាកូននឹងខ្លាំងមែនតើហ្មងវាចាប់គ្នាអោបចង់កញិចផងអីផងណែនាងចង់ធ្វើអីយើងឆាប់លេងយើងទៅនាងម្នាក់នេះពិតជាអត់គេខ្មាស់មែនកំពុងតែនិយាយស្អាតតែឃើញថាអាជីវរបស់យើងនាងអត់ពាក់កៅអៅទេធ្វើឲ្យអាតូចហ្នឹងអៀនឡើងខ្លាំងវិញមិនបានជានាងអត់ពាក់កៅអៅចឹងអើយពិតជាអត់ចេះខុសគេមែនស្រីម្នាក់នេះនិយាយទៅដូចខ្ញុំអត់បានឃើញកាពះគូតអីអញ្ចឹងនេះស្នាមរបួសនៅរាងកាយរបស់ខ្ញុំជាអស់ហើយដោយសារតែអាល្អិតមួយនេះមែនទេហើយអាជីវក៏បានយកកៅអៅចេញពីស្បោងយើងរបស់នាងយកទៅ
ពាក់ហើយយកអាវមួយដែរឲ្យអាកូននឹងពាក់មើលទៅពាក់ហើយchẳngដូចណាចា ហើយខ្ញុំស្មានតែឯងញាស់ទៅខ្លាចទៅជាសត្វហង្សតាពីណាតែដឹងថាឯងចេញមកដូចជាកូនម្រែងកងវាអញ្ចឹងនោះហើយចេះប្រែកាឡាទៅជាសត្វហង្សដែរឬអត់ហ្នឹងនៅហ៊ានមកសួរខ្ញុំបានដឹងទៀតណាយើងណាគឺជាសត្វដ៏អស្ចារ្យប៉ុន្តែបែរជាខ្លាចទៅជាមនុស្សដោយសារតែនាងហ្នឹងអរគុណនាងណាពីណាក៏ដឹងថាក្តីសម័យរបស់ខ្ញុំខ្លាចជាការប៉ិនអញ្ចឹងនោះអាឡាអត់ដែរចាប់ពីពេលហ្នឹងទៅយើងត្រូវដើរជាមួយគ្នាណាតោះយើងទៅមើលថាទីនេះជាកន្លែងអីហេតុអីបានជាមានធម្មពលស្រូបទាញយើងអីដល់ថ្នាក់ហ្នឹងនោះ យើងបានចំណាយរយៈពេលរាប់ពាន់ឆ្នាំណាស់មកហើយទីបំផុតមានមនុស្សបង្ហាញខ្លួននៅទីនេះហើយទេវតាពិតជាមិនបោះបង់យើងចោលមែនហា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 អ្នកណាកើតអីអញ្ចឹងតើវាមានពាក់ព័ន្ធជាមួយនឹងអាឡាអត់មួយនេះដែរទេហ្នឹងមិននឹកស្មានថាអាឡាអត់នេះវាមានប្រយោជន៍ដល់ថានឹងសោះហ៎ណែមើលខ្ញុំទៅអីហ្នឹងយើងកាន់តែមើលកាន់តែចូលចិត្តអីហើយណាថាយ៉ាងម៉េចទៅនេះកុំគិតឲ្យសោះថាមនុស្សអស់ចាស់ដូចជាខ្ញុំផ្លាស់ប្ដូរគំនិតទៅលើនេះឲ្យសោះណាមនុស្សឈួតមនុស្សដូចជាខ្ញុំណាមិនចូលចិត្តនាងនោះទេអញ្ចឹងជប់ប៉ះពាល់ខ្ញុំមកធ្វើចរិតឲ្យដូចមនុស្សស្រីដូចមកកំពុងតែនិយាយគ្នាស្អាតតែមានអីស្រោបនាងចូលទៅមកខាងទៀតណែស្រីឈួតហ่ะពេលនេះហាជាវក៏បានមកដល់កន្លែងមួយទៀតហើយនៅចំពោះមុខនាងគឺជាឆ្អឹងខ្មោចហើយឆ្អឹងខ្មោចហ្នឹងព្យាយាមសណ្ដំនាងដើម្បីឲ្យនាងបាត់បង់សតិស្រីឈួតមិនបានជានាងធ្វើអញ្ចឹងតែនេះជារូបរាងកាយអីទៅគឺជារូបរាងកាយរបស់ឋានសួគ៌មែនទេពិតជាអស្ចារ្យមែនហាហាមិននឹកស្មានថាជូបាធានអាចមកជួបមនុស្សដែលមានរូបរាងកាយបែបនេះសោះទេវតាពិតជាមានភ្នែកមែនស្រីឈួតណែកុំបារម្ភអីខ្ញុំមិនអីនោះទេពីណាទៅបារម្ភពីនាងនោះពេលនោះវិញ្ញាណដែលនៅសេសសល់នៅក្នុងឆ្អឹងហ្នឹងបានបង្ហាញខ្លួនហើយឲ្យបានដឹងថាគាត់គឺជាមនុស្សល្អឯងមានរាងកាយរបស់ឋានសួគ៌ហើយក៏ជាម្ចាស់នៃសត្វហង្សទេពបុរាណនោះដែរឯងពិតជាក្រនបើមែនអាល្អិតរាងកាយឋានសួគ៌តើរាងកាយឋានសួគ៌ហ្នឹងយ៉ាងម៉េចទៅវាពិតជាកម្រណាស់ហ៎រាងកាយសួគ៌គឺជារាងកាយមួយដ៏ខ្លាំងក្លាបំផុតនៅក្នុងការវឹកហាត់យកកម្លាំងធាតុវាអាចស្រូបយកធម្មពលរបស់ឋានសួគ៌បានទៀតផងហើយការវឹកហាត់របស់ឯងអាចមានល្បឿនលឿនជាងមនុស្សដទៃណានិយាយឲ្យរួមទៅគឺថាឯងអាចក្លាយទៅជាអ្នកហាត់គុណនិងអ្នកហាត់កម្លាំងធាតុដ៏ខ្លាំងក្លាម្នាក់ក្នុងរយៈពេលតែ1ឆ្នាំតែប៉ុណ្ណោះវាមិននឹងអាចទៅរួចទៅខ្ញុំព្យាយាមស្រូបយកធម្មពលដែរប៉ុន្តែគ្មានអីផ្លាស់ប្ដូរសោះអ្វីដែលលោកនិយាយមុននេះវាប្រហែលជាមិនអាចទៅរួចនោះទេគឺព្រោះតែឯងមិនទាន់បើកដួងកាយនៅឡើយនោះទេខ្ញុំសង្ឃឹមថាខ្ញុំអាចធ្វើជាគ្រូរបស់ឯងដូចនេះទើបខ្ញុំអាចបើកដួងកាយរបស់ឯងឲ្យដំណើរការបានតែឯងយល់ព្រមទេឯងកុំបារម្ភថាយើងមានគំនិតមិនល្អអីអ្វីដែលខ្ញុំចង់បានខ្ញុំគ្រាន់តែចង់ឲ្យឯងជួយធ្វើការងារឲ្យយើង3តែប៉ុណ្ណោះសាច់បងនិយាយមុនចាស់ថាមានការងារអ្វីដែលចង់ឲ្យខ្ញុំជួយឲ្យតែវាស្ថិតនៅក្នុងសមត្ថភាពដែលខ្ញុំអាចធ្វើបានខ្ញុំនឹងជួយពេញទំហឹងតែម្ដងពិតជាល្អណាស់ខ្ញុំមើលឃើញថាឯងគឺជាមនុស្សដែលស្មោះត្រង់ទៅត្រង់មកឯងពិតជាស្តៀងនឹងខ្ញុំមែនអាល្អិតកាលពីដើមឡើយខ្ញុំគឺជាម្ចាស់នៃដំណាក់ឋានសួគ៌កាលដែលខ្ញុំនៅក្មេងហើយមានកម្លាំងគ្មានអ្នកណាហ៊ានយកខ្ញុំធ្វើជាសត្រូវនោះទេពេញមួយជីវិតរបស់ខ្ញុំតែងតែដើរទៅតាមផ្លូវឋានសួគ៌ជានិច្ចខ្ញុំតែងតែធ្វើអ្វីដែលខ្ញុំគិតថាវាជារឿងត្រឹមត្រូវបើសិនជាមិនមានបញ្ហានោះទេខ្ញុំក៏មិនធ្លាក់ខ្លួនមកដល់ត្រឹមនេះដែរ
ការងារទីមួយដែលឯងត្រូវធ្វើនោះគឺរៀបចំសណ្ដាប់ធ្នាប់របស់ដំណាក់ឋានសួគ៌ឡើងវិញរឿងទី2ឯងត្រូវតែទៅកាន់ភ្នូររបស់សាកសពដាវដើម្បីយកដាវរន្ទះធ្វើជាកម្មសិទ្ធិរបស់ឯងចំណែករឿងទី3នោះគឺកាលពីមុនខ្ញុំពិតជាធ្វេសប្រហែសពេកហើយកាលនោះខ្ញុំក្មេងហើយបង្ករឿងឲ្យគ្រួសាររបស់ខ្ញុំជាពិសេសប្រពន្ធដ៏ទន់ខ្សោយរបស់ខ្ញុំប៉ុន្តែពេលនេះវាកន្លងផុតយូរឆ្នាំទៅហើយខ្ញុំមិនដឹងថាសុខទុក្ខរបស់ពួកគេយ៉ាងណាហើយនោះទេខ្ញុំចង់ឲ្យឯងជួយរកពួកគេខ្ញុំចង់ដឹងថាសុខទុក្ខរបស់ពួកគេនៅពេលនេះយ៉ាងណាហើយ អញ្ចឹងមានន័យថាបើសិនជាខ្ញុំយកព្រមធ្វើជាកូនសិស្សរបស់លោកគ្រូនឹងបើកដួងកាយរបស់ខ្ញុំឲ្យដំណើរការមែនទេអញ្ចឹងខ្ញុំមិនចាំយូរនោះទេកូនសិស្សម្នាក់នេះយកព្រមទទួលលោកគ្រូធ្វើជាគ្រូរបស់ខ្ញុំ ល្អទីបំផុតជូបាធានម្នាក់នេះមានមនុស្សស្នងមរតករបស់ខ្ញុំហើយហាហាហា ចូលមកដល់សាច់រឿងបន្ថែមតិចណែស្រីឈួតហេតុអីបានជានាងធ្វើឲ្យខ្ញុំខ្លាចទៅជាបែបនេះហ៎មើលទៅដូចជាអាចារ្យយ៉ាងអញ្ចឹងអូយឲ្យខ្ញុំសុំទោសផងប៉ុន្តែខ្ញុំសម័យចេញតែប៉ុណ្្នឹងទេណាបើរូបរាងខ្ញុំអញ្ចឹងឲ្យខ្ញុំបញ្ញាយស្រីដល់របៀបណាទៅហើយអ្នកដទៃគិតមកខ្ញុំយ៉ាងម៉េចទៅណែខ្ញុំប្រាប់អ្នកដឹងកាលពីមុនណាខ្ញុំគឺជាកំឡោះសង្ខារមានមុនស្នេហ៍ប៉ុន្តែចុងក្រោយខ្ញុំត្រូវរលាយដោយសារតែនាងនឹងហើយចាញ់តែម្ដងហើយបាត់បង់តាំងភាពសង្ហាហើយនឹងមុនស្នេហ៍ទៀតផងបានកុំបារម្ភអីចាំលើកក្រោយខ្ញុំនឹងព្យាយាមសមារូបរាងថ្មីឲ្យឯងណាហើយលោកអ្នកទាំងអស់គ្នាយប់មិញបានទៅមើល concert ហ៊ីយ៉ូណាហើយរ៉ែណតអូយអត់មានស្ដាយបានទៅមើល idol អត់មានតាំងក្មេងណាអញ្ចឹងលោកឲ្យយើងចាប់ចំណងសិនជប់នេះលោកក៏ចិត្តបៃ ល្អិតឯងទៅដំបំបែកថ្មមួយដុំនៃផ្នែកគ្រោងឆ្អឹងរបស់យើងនៅក្នុងនោះយើងមានទុករបស់ខ្លះបន្សល់ឲ្យឯង គ្រាន់តែលឺភ្លាមអាជីវនាងក៏ដើរទៅហើយយកកាំបិតមួយវះដើម្បីយករបស់នោះចេញមកហើយវាគឺជាប្រអប់មួយដែលជាប់សោលោកគ្រូខ្ញុំបើកវគ្គចេញទេ ប្រអប់នេះត្រូវបានចាក់សោហើយសោនោះត្រូវបានបង្កើតឡើងដោយយើងដូច្នេះមនុស្សធម្មតាមិនអាចបើកវាបានទេណាយើងបើកវារួចរាល់ហើយឯងអាចបើកប្រអប់នេះបានហើយណា វ៉ានេះគឺជាចិញ្ចៀនណាលោកគ្រូអានេះគឺជាទ្រព្យសម្បត្តិដ៏មហាសាលដែលលោកគ្រូបាននិយាយនោះវាជាចិញ្ចៀនបាក់បែកហ្នឹងមិនបានជាលោកគ្រូចាត់ទុកវាជាទ្រព្យមហាសាលចឹងណោះ ល្អិតតាឯងមកពីណាទៅហេតុអីបានជាឯងមិនស្គាល់ចិញ្ចៀនមួយនេះអញ្ចឹងគុំឃើញគ្នាចាស់អញ្ចឹងមែនប៉ុន្តែនៅខាងក្នុងនឹងមានពិភពលោកមួយទៀតឯងអាចយករបស់របររួមទាំងមនុស្សផងដែរទៅរស់នៅក្នុងនឹងបានណានៅក្នុងនោះគ្មានពេលវេលានោះទេដូច្នេះនៅពេលដែលឯងចង់ទុកអាហារវាមិនងាយខូចនោះទេណា វ៉ាវវាពិតជាអស្ចារ្យមែនតើលោកគ្រូបានចិននេះមកពីណាទៅនៅលើលោកនេះពិតជាមានរបស់ទ្រព្យដែលល្អជាងដាវរន្ទះដែរ យើងយកចិញ្ចៀននេះបានចែកដល់នោះទេណាកាលនោះនៅពេលដែលយើងបានវាហើយយើងចាត់ទុកវាត្រឹមតែជាគ្រឿងអលង្ការធម្មតាតែប៉ុណ្ណោះប៉ុន្តែនៅពេលមួយនោះយើងបានត្រូវរបួសហើយបានបន្តឈាមទៅលើចិញ្ចៀននេះទើបយើងបានដឹងថានេះគឺជាចិញ្ចៀនដែលមានតម្លៃបំផុតបន្ទាប់ពីយើងបានស្លាប់ទៅចិញ្ចៀនមួយនេះមិនទាន់មានម្ចាស់នៅឡើយទេឯងអាចបន្តឈាមរបស់ឯងដើម្បីធ្វើជាម្ចាស់របស់វាបានណា តើខ្ញុំពិតជាអាចចូលទៅក្នុងចិញ្ចៀនមួយនេះបានពិតមែនណាបើវាលយអញ្ចឹងពិតមែននោះនៅពេលដែលមានបញ្ហាខ្ញុំគ្រាន់តែរត់ពួននៅក្នុងចិញ្ចៀនទៅមិនល្អហើយទេវាពិតជាអញ្ចឹងហើយព្រោះតែឯងគឺជាម្ចាស់ម្យ៉ាងវិញទៀតនៅក្នុងចិញ្ចៀននេះវានៅមានដែនកំណត់នៅឡើយទេយើងនៅមិនទាន់មានពេលរកពីវានៅឡើយទេបើសិនជាឯងឆ្លាតឯងគួរតែស្វែងយល់ពីចិញ្ចៀននេះឲ្យបានច្រើនជាងនេះណាពេលនេះយើងជិតអស់ពេលហើយឯងឆាប់ចូលមកនេះមកយើងនឹងបើកដួងកែវឲ្យឯងដំណើរការវាអាចនឹងពិបាកទ្រាំបន្តិចហើយឯងត្រូវទៅត្រឲ្យបានណា ពេលនេះគ្រប់យ៉ាងក៏បានរួចរាល់ហើយ
សត្វហង្សទៀតមួយនឹងក៏ដើរចូលមកណែស្រីឈួតនាងយ៉ាងម៉េចហើយ ណែអាល្អិតបើសិនជាឯងមិនទាន់ខ្លាំងគ្រប់គ្រាន់ដើម្បីការពារខ្លួនឯងនោះទេកុំឲ្យអ្នកណាដឹងរឿងនេះឲ្យសោះថាឯងគ្រប់គ្រងវត្ថុមានតម្លៃទាំងអស់នេះបើមិនចឹងនោះទេឯងនឹងត្រូវពួកគេតាមប្រមាញ់ជាមិនខាននៅលើលោកនេះមនុស្សខ្លាំងពូកែមានច្រើនណាស់ដូច្នេះចាំរហូតដល់ឯងខ្លាំងជាងនេះឲ្យបានច្រើនសិនណា ខ្ញុំយល់ហើយលោកគ្រូ នៅពេលនេះយើងនឹងបញ្ជូនឯងទៅភ្នូរសាកសពរបស់ដាវ គាត់បានទាញរូបគំនូរមួយហើយក៏បានស្រូបទាញអាជីវចូលទៅក្នុងរូបគំនូរនោះតែម្ដង កាលណាដែលឯងយកបានដាវរន្ទះហើយគឺត្រូវតែលាក់វាឲ្យជិតកុំឲ្យអ្នកណាឃើញឲ្យសោះបើមិនចឹងនោះទេឯងនឹងនាំទុកដាក់ខ្លួនជាមិនខាននោះទេ ពេលនេះអាជីវបានមកដល់ភ្នូររបស់ដាវហើយទោះបីជាទីកន្លែងនេះជាកន្លែងដាក់សាកសពរបស់ល្អក៏ពិតមែនប៉ុន្តែហង្សទៀតនៅតែបារម្ភពីសុវត្ថិភាពរបស់អាជីវអញ្ចឹងពេលហ្នឹងនាងក៏នឹកឃើញចុះកងត្រាជាមួយនឹងចិញ្ចៀនមួយនឹងដូចគ្នាដែរតែយើងអាចរកដាវរន្ទះមួយនឹងបាននៅរបៀបណាទៅបើសិតតែដាវអញ្ចឹងនោះវាមិនងាយស្រួលដោយការគិតសោះទោះបីជានាងរកដាវរន្ទះនឹងមិនឃើញក៏ពិតមែនប៉ុន្តែនៅទីនេះដាវល្អច្រើនណាស់យកអាផ្សេងក៏បានតើគ្រាន់តែលឺអញ្ចឹងអាជីវអមមកហើយឃើញពីភាពគួរឲ្យស្រឡាញ់របស់អាជីវហ្នឹងទោះឲ្យហង្សទេពនេះមកគេឡើងក្រហមណែកុំយកច្រឡំស្អីផ្ដេសផ្ដាសយើងអ្នកមានអំណាចដ៏ខ្លាំងក្លាម្នាក់នេះគ្រាន់តែបារម្ភពីនាងតិចតួចតែប៉ុណ្ណោះបានយើងជឿឯងតោះទៅមើលនៅម្ដុំនោះត្មងទៅគេលោមានរបស់ល្អដើម្បីកុំឲ្យខាតពេលណាពេលនេះអ្នកទាំងពីរកំពុងតែដើរមើលដាវរន្ទះមួយនឹងប៉ុន្តែដាវច្រើនពេកមិនដឹងអាមួយណាទេនាងបានឃើញដាវច្រេះចាប់មួយមកនិយកដៃលូទៅតែដូចជាអត់មាននិស្ស័យជាមួយសោះក៏ដកដៃមកវិញនេះអាមួយនេះដូចជាតំណងដែរតានេះកុំប្រាប់ខ្ញុំថានាងកំពុងតែដើររងម្ដងមួយណាហើយវិញកាលណាមិនហោះហើយទៅមានវិធីផ្សេងហ៎ពិតជាល្ងើមែនអើយស្រីម្នាក់នេះពិតជាល្ងើមែនក្រែងលោកគ្រូម្នាក់នោះទុកឈាមមួយដំណាក់ទុកឲ្យនាងអីឈាមរបស់គាត់អាចរកដឹងពីទីតាំងរបស់ដាវរន្ទះមួយនោះបានពិតជាបានផលមែនអត់ណូដាវរន្ទះហ្នឹងមិនដាវអន់កពិទេបាទធម្មតាបើវាដឹងក្លិនម្ចាស់ដើមរបស់វានឹងអាចឲ្យនាងដឹងភ្លាមថាវានៅកន្លែងណាអញ្ចឹងចាំខ្ញុំសាកធ្វើវាលោមើលនាងបានប្រើចិត្តវិញ្ញាណដើម្បីហៅដាវរន្ទះមួយនឹងទីបំផុតក៏បានឃើញហើយអាដាវនឹងវាបានហោះមករកនាងនៃខ្លួនឯងតែម្ដងណែនាងប្រយ័ត្នខ្លួនបន្តិចដាវនឹងហោះទៅឆ្វែលកនាងមកជុំហើយក៏ហោះត្រឡប់មកវិញហើយដាវនឹងស្អាតរបស់គេមែនពេលដែលជ្រុះដីអស់ចឹងទៅគេហោះទៅណាដើម្បីជំរះដីលាងខ្លួនគេតាវ៉ាវដាវនេះពិតជាអស្ចារ្យមែនលោកគ្រូប្រហែលជាមិននឹកស្មានទេថាដាវមួយនេះវាទទួលយកខ្ញុំធ្វើជាម្ចាស់នៃខ្លួនឯងដែលបានបង្ខិតបង្ខំណានៅពេលនេះយើងនៅមិនទាន់អាចចាក់ចេញពីភ្នូររបស់ដាវនេះបាននៅឡើយទេយើងគួរតែរកកន្លែងសម្រាកសិនទៅអូម្យ៉ាងវិញទៀតពួកយើងគួរតែចូលទៅរកនៅក្នុងវិញ្ញាណមួយនេះល្អជាងនាងចង់ធ្វើក៏ធ្វើទៅស្រេចចិត្តនាងក៏បានចូលទៅក្នុងចិញ្ចៀននោះហើយបានឃើញខ្ទមមួយដែលសាងសង់ពីឈើឫស្សីនៅខាងក្នុងនោះមានតុទូកៅអីមានបែងតែមានសៀវភៅមានអ្វីគ្រប់បែបយ៉ាងតែម្ដងហើយដើម្បីបំបត្តិភាពអផ្សុកនាងក៏បានទាញយកសៀវភៅមួយចេញពីកន្លែងនោះហើយយកមកអានជាមួយនឹងហង្សទេពឯងមើលមុខរបស់យើងនឹងមានការអីមែនទេខ្ញុំគ្រាន់តែឆ្ងល់ទេថាហេតុអីបានជាមុខរបស់នាងមានស្នាមច្រើនខ្លាំងម្ល៉េះអូឯងចង់និយាយពីស្នាមនេះមែនទេស្នាមមួយនេះបានបង្កើតឡើងដោយស្រីម្នាក់នាងយកកំបិតយកមកឆូតម្ដងមួយកន្លែងគេធ្វើបែបនេះដាក់នាងហើយហេតុអីបានជានាងបន្តដៃវាដោយសារតែខ្ញុំតដៃជាមួយគេមិនបាននឹងហើយឃើញទេខ្ញុំនិយាយមិនខុសទេ
ថានាងអន់ខ្លាំងប៉ុន្តែកុំបារម្ភចាំពេលហ្នឹងទៅខ្ញុំនឹងការពារនាងប្រាប់ខ្ញុំមកថាពីណាគេជាអ្នកធ្វើបាបនឹងដាក់មុខរបស់នាងចាំខ្ញុំជួយសងសឹកឲ្យក្រែងឯងមិនចូលចិត្តខ្ញុំមិនអញ្ចឹងទេខ្ញុំមិនចូលចិត្តនាងក៏ពិតមែនប៉ុន្តែនាងគឺជាមនុស្សរបស់ខ្ញុំចាខ្ញុំមិនអនុញ្ញាតឲ្យអ្នកណាម្នាក់មកធ្វើបាបនាងបានឡើយចង់ជួយខ្ញុំម៉ែប៉ុន្តែរូបរាងឯងតូចចំអកហ្នឹងខ្ញុំគ្រាន់តែផ្ទាត់ឯងបន្តិចក៏ប៉ាំងទៅហើយនាងកុំចង់មកមើលងាយខ្ញុំគឺជាហង្សទេពបុរាណណាណែខ្ញុំតូចតែមានទេប៉ុន្តែសមត្ថភាពរបស់ខ្ញុំពួកកពិកពុកអស់ហ្នឹងតែមិនរួចទេជាមួយខ្ញុំអូមែនទេអញ្ចឹងប្រាប់ខ្ញុំទៅមើលថាឯងធ្វើបានអីខ្លះទៅដោយសារតែនាងហ្នឹងបានជួបឲ្យខ្ញុំទៅជាកូនក្មេងឥឡូវខ្ញុំជាក្មេងប៉ុន្តែសមត្ថភាពរបស់ខ្ញុំស្មើនឹងពួកអ្នកហាក់ដល់យន់យីងឯណោបើមិនព្រោះតែលើលោកនេះមានយន់ការពារទេកុំអីខ្ញុំមិនដឹងជាអស់ចាប៉ុណ្ណាទេណាអូឯងពិតជាខ្លាំងពិតមែនប៉ុន្តែមិនថាឯងខ្លាំងប៉ុណ្ណានោះទេឯងនៅជាសត្វរបស់ខ្ញុំជាប់កងត្រាណាហើយខ្ញុំគឺជាម្ចាស់របស់ឯងឥឡូវនេះខ្ញុំគិតថាឯងគួរតែចូលទៅក្នុងចិញ្ចៀនតែម្ដងទៅព្រោះថាបើសិនជាគេគ្រប់គ្នាឃើញថាមានកូនក្មេងដើរជាមួយខ្ញុំនៅក្នុងព្រៃបិសាចមួយនោះពួកគេច្បាស់ជាឆ្ងល់ជាមិនខាននោះទេព្រោះតែកលៈទេសៈទេបើមិនចឹងខ្ញុំមិនស្ដាប់សម្ដីរបស់នាងទេឃើញឥឡូវនឹងគួរឲ្យស្រឡាញ់ពេកថាមកខ្ទើតហ្មងតានៅពេលនេះខ្ញុំគិតថាសល់ពេលវេលាច្រើនដែរគួរតែដើររកដើរផ្សេងទៅល្អទេនាងបានដើរមកកាន់អាដៅជាប់ច្រវាក់មួយនឹងប៉ុន្តែត្រូវបានអាដៅជាប់ច្រវាក់នឹងសូបទាញនាងចេញទៅខាងក្រៅវិញដោយសារអាកន្លែងនេះគឺជាកន្លែងផ្លូវចេញទៅវិញនៅពេលដែលមកដល់ខាងក្រៅវិញនាងត្រូវបានអាដៅនឹងខ្ជាក់មកឡើងខ្ពាកតែម្ដងនេះគឺជាកន្លែងអីទៅគឺជាព្រៃបិសាចដដែលឬក៏យ៉ាងម៉េចអូយជជែកខ្លាំងណាស់ខ្ញុំចង់ដឹងណាស់ថាអាមាសៀកូនស៊ីលៀងនោះនៅចាំខ្ញុំដែរអត់ណោះនៅពេលដែលនាងកំពុងតែដើរតាមផ្លូវនេះបានឮសូរសម្លេងឈុតឆាកប្រយុទ្ធនាងក៏ដើរទៅមើលហើយក៏បានឃើញថាអ្នកដែលកំពុងតែប្រយុទ្ធគ្នានោះគឺជាលោកពូម្នាក់នោះហើយបើតាមការមើលទៅលោកពូហ្នឹងដូចជាកំពុងតែត្រូវថ្នាំពុលអីម្យ៉ាងប៉ុន្តែគាត់នៅតែប្រយុទ្ធជាមួយគេឲ្យចាញ់សោះឡើយអីយ៉ាលោកពូម្នាក់នេះក៏ជាអ្នកប្រយុទ្ធម្នាក់ដែរតាកំពុងតែមើលស្រាប់តែលោកពូហ្នឹងដួលខ្ពាកតែម្ដងលោកពូកើតអីហ្នឹងលោកពូលេងសម្បប៉ះទៅមិនថាគាត់ឡើងតិចដូចតកកតែម្ដងហើយរូបរាងកាយរបស់គាត់សឹងតែខ្លាចទៅជាដុំតកកអីណានេះគឺជាថ្នាំពុលម្យ៉ាងដែលហៅថាពឹសតកកពាន់ឆ្នាំទេតាមិនល្អទេមានមនុស្សមកហើយឃើញដូចជាមិនស្រួលអាជាវក៏ចូលទៅក្នុងអញ្ជៀនបាត់នាំពូនឹងទៅជាមួយផងហើយដោយការគិតរបស់អាជាវមែនមានមនុស្សមកឡើងមកកណោដើម្បីសម្រាប់ពូម្នាក់ហ្នឹងពេលនេះអាជាវនាំលោកពូម្នាក់នេះចូលមកព្យាបាលនៅក្នុងខ្ទមរបស់ខ្លួនប៉ុន្តែធ្វើឲ្យហង្សទេវរបស់យើងអត់សប្បាយចិត្តសោះអត់សុខចិត្តនេះគឺជាថ្នាំពុលដ៏ខ្លាំងសាហាវប្រៃផ្សែបំផុតគ្មានក្លិនគ្មានពណ៌ហើយសមត្ថភាពរបស់នាងកប៉ិកកពុកចឹងមិនអាចការពារគេបានទេច្បាស់ណាស់ថាគេប្រកាសស្លាប់តែយ៉ាងណាក៏គេធ្លាប់ជួយខ្ញុំដែរខ្ញុំមិនអាចឲ្យគេស្លាប់បានទៅដោយទទេបែបនេះទេហើយនាងចង់ជួយគេដល់របៀបណាចុះទោះបីជាខ្ញុំខ្លាំងក្លាប៉ុណ្ណាក៏ដោយទប់ទល់មិនឈ្នះទេអាថ្នាំពុលមួយនឹងនោះមិនថាមិនអាចជួយបាននោះឯងជួយខ្ញុំបានមានអារម្មណ៍ដូចមិនសូវស្រួលសោះតែមួយជាមិនរួយគ្មានរឿងអីដែលជាធ្វើមិនបានទេអាជាបានទុកលោកពូនៅម្ដុំហើយដោះអាយគេមើលឃើញសិតតាសាច់ដុំ8កង់តែម្ដងមិនតាឥឡូវហ្នឹងអាជាហ៊ានទៅមកបានទេខ្លាពូនឹងងាប់ទៅលែងមានអែមើលទៀតឯងឆាប់ចូលមកនេះមកនេះនាងចង់បានអីហ្នឹង
ហេហេហេកុំបារម្ភទៅមើលអាជីវក៏បានយកមកចូលចាក់ដើម្បីយកឈាមរបស់ហងទេពមួយនឹងខ្ញុំគ្រាន់តែខ្ចីឈាមរបស់ឯងមកដំណក់ពីដំណក់តែប៉ុណ្ណោះរបួសតិចតួចប៉ុណ្ណឹងដល់ផ្លែទៅជាហើយវាមិនអាចធ្វើឲ្យឯងស្លាប់បាននោះទេអាជីវបានបន្តក់ឈាមរបស់ហងទេពចូលមាត់ពូនឹង3ដំណក់ហើយមកផ្លែក្រោយមកអាភាពត្រជាក់ហ្នឹងក៏សាប់រលាបបាត់ទៅនេះឈាមរបស់ខ្ញុំមានប្រសិទ្ធភាពដល់ថ្នាក់នឹងផងណានេះព្រោះតែឯងគឺជាហង្សហើយហង្សមានធាតុភ្លើងឈាមរបស់ហង្សនោះមានសភាពក្តៅបំផុតជាងអ្វីទាំងអស់ទើបវាអាចបង្ក្រាបធាតុពិសត្រជាក់មួយនេះបានមួយរយៈលើកនេះយើងអរគុណឯងហើយលើកក្រោយយើងនឹងសងគុណឯងវិញហើយនាងមានគម្រោងចង់ទុកគេនៅទីនេះហ៎ចុះបើគេភ្ញាក់មកនោះនៅខាងក្រៅមានមនុស្សតាមចាប់គេច្រើនណាស់ខ្ញុំមានតែនាំគេទៅកន្លែងណាដែលឆ្ងាយពីទីនេះទៅបានពេលនេះពឹសមិនធ្វើទុកនោះទេតិចទៀតគេនឹងភ្ញាក់ហើយមិនយូរមិនឆាប់អាជីវក៏បានយកពូមកដាក់ដេកនៅក្រោមដើមឈើមួយកន្លែងលោកពូពេលនេះខ្ញុំគឺជាអ្នកមានគុណរបស់លោកពូវិញហើយប៉ុន្តែខ្ញុំនៅមានរឿងច្រើនទៀតណាស់ត្រូវធ្វើខ្ញុំទៅមុនសិនហើយ នេះគឺអ្នកសុំទានម្នាក់នោះទេតា អាជីវដើរបានទៅឆ្ងាយបន្តិចលោកពូនឹងក៏ចាក់ចេញទៅដែរមើលទៅគាត់ដូចជាចាក់ចេញទៅហើយធូរចិនបន្តិចខ្ញុំមិនសូវបារម្ភភ័យរឿងគាត់ណាមិនទាន់បានស្អីផងចូលមករឿងទៀតបាត់រឿងគាត់សេលីននេះម្ដងនៅយុគដាធារប៉ុណ្្នឹងហើយនៅមានវងខ្លាមួយវងធំណាមកវាយប្រហារគាត់សេលីនទៀតគាត់សេលីននៅរងចាំអាជីវនឹងហើយអត់តាណាទេលោកអើយនៅចាំគ្នានៅក្រោមដើមឈើនឹងហើយអាជីវប្រាប់ថាឲ្យចាំនៅលើដើមឈើសោះហ្នឹងនៅពេលដឹងថាអាជីវមកបងសេរីនឹងឡើងសប្បាយចិត្តខ្លាំងមែនតើហ្មងលវលតាងាកមកមើលអាជីវអាខ្លានឹងក៏មកវាយឆ្មក់តែម្ដងពេលនឹងដើម្បីតការពារអាជីវគាត់ក៏បានលះបង់ខ្លួនគាត់បានត្រូវអាខ្លានឹងខំដៃគាត់ឲ្យអស់មកចំហៀងតែម្ដងចឹងរឿងយើងចាប់ត្រឹមប៉ុណ្ណឹងសិនបាយបាយ ប្អូនជាវឆាប់ឡើងឆាប់រត់ទៅអាសត្វដែលឆាន់មកក្បាលនេះឯងសុំតែស្លាប់ទេឆាប់ស្លាប់ទៅគាត់ស៊ីលៀងតើឯងយ៉ាងម៉េចហើយពុទ្ធអើយមើលដៃរបស់គេចុះ ប្អូនប្រុសតើឯងឈឺត្រង់ណាទេ មិនបងអង្គយុអាជីវក៏ចាប់ដើមព្យាបាលស្នាមរបួសនៅលើដងខ្លួនរបស់គាត់ស៊ីលៀងតែម្ដងនេះគិតថាខ្លួនឯងមិនចេះស្លាប់ឬក៏យ៉ាងម៉េចណាមិនបានជាហាក់លោតមកជួយខ្ញុំយ៉ាងអញ្ចឹងខ្ញុំចេះរត់គេចតែខ្លួនឯងហើយចាំបាច់អីមកច្រើនខ្ញុំចេញបែបនេះនោះឯងពិតជាល្ងីល្ងើណាស់ល្ងីល្ងើខ្លាំងមែនតើ ឲ្យខ្ញុំសុំទោសផងណាខ្ញុំបារម្ភពីឯងពេកទើបខ្ញុំភ្លេចទៅប្អូនណាជប់យំទៅខ្ញុំមិនអីទេគ្រាន់តែឥឡូវនេះមានអារម្មណ៍ថាល្ងួយទេបន្តិចខ្ញុំចង់សម្រាកមួយផ្លែត នេះភីឲ្យមែនទេ ប្អូនប្រុសអីអើយក ុំកំរើកពេលនេះឯងកំពុងតែមានរបួសផងណាឯងមិនទាំងស្គាល់ខ្ញុំផងហេតុអីបានជាយកជីវិតរបស់ឯងមកពេងជំនួសខ្ញុំទៅវិញ ប្អូនប្រុសហេតុអីបានជាឯងនិយាយដោយសំឡេងបែបនេះឯងខឹងយើងមែនទេ ឆាប់ឆ្លើយភ្លាមមក ព្រោះតែខ្ញុំមានអាយុច្រើនជាងឯងហើយឯងក្មេងជាងយើងខ្ញុំការពីឯងបែបនេះវាជារឿងត្រឹមត្រូវណាស់ប្អូនប្រុសណែ ឈ្មោះរបស់ខ្ញុំគឺហ្វឹងជាវហើយខ្ញុំគឺជាមនុស្សស្រីនោះទេ ឯងគឺជាមនុស្សស្រីទេហ៎ ហើយឯងពិតជាល្ងីល្ងើពិតមែនឆ្អឹងនៅដៃស្ដាំពេលនេះមិនមែនត្រឹមតែបាក់ធម្មតានោះទេគឺឯងពិការហើយ អូ នេះមិនស្ដាយក្រោយទេ បងមិនបានស្ដាយក្រោយនោះទេបើសិនជាបងមិនបានទៅការពារឯងនោះឯងច្បាស់ជាត្រូវខ្លានោះខំជាមិនខានទេបែបនេះទើបខ្ញុំស្ដាយក្រោយពិតប្រាកដបងគឺជាមនុស្សប្រុសប្រើដៃតែមួយគ្រប់គ្រាន់ហើយបើបងមិនអាចប្រើដៃស្នាប់បានបងនឹងយកដៃឆ្វេងដើម្បីកាន់ដាវ ហើយបងពិតជាល្ងីល្ងើខ្លាំងណាស់ នៅស្មោះត្រង់ចិត្តល្អតែបែបហ្នឹងឯង មានមនុស្សស្មោះត្រង់ឯណាមកអួតថាខ្លួនឯងស្មោះត្រង់នោះខ្ញុំនឹងរកវិធីសាស្ត្រដើម្បីព្យាបាលដៃបងឲ្យបាន
អាយ៉ាតាអ្នកសុំទានពីរអ្នកនេះមកពីណាអញ្ចេះ ពិតជាស្អុយខ្លាំងណាស់ហើយនៅទីក្រុងមួយនេះពិតជាខុសពីព្រៃមែនណា សៀវជាវពួកយើងគួរតែរកទិញសម្លៀកបំពាក់ដើម្បីផ្លាស់ប្ដូរសិនទៅអីបើមិនធ្វើបែបនោះទេអ្នកលក់ប្រហែលជាមិនឲ្យយើងចូលទៅនោះទេណា បងនិយាយត្រូវមួយយ៉ាងដែរនៅហាងនៅទីនោះពួកយើងចូលទៅតែម្ដងទៅ ហេជប់សិនអាជីវតើពួកយើងមានលុយអត់នឹងកុំប្រាប់ណាថាឯងចង់ទៅទិញកៅអៅគេទាំងតែមិនអត់មានលុយសោះ អ្នកណាថាខ្ញុំអត់មានលុយកុំបារម្ភពេកទៅមើលអ្នកលុយមកកណោហើយឃើញទេតោះឆាប់ទៅតែម្ដងទៅកុំបារម្ភអីទិញកៅអៅ10កាផ្លែមិនតាន់អស់លុយផងណាបងប្រុសអាឈុតមួយនេះមិនដែរស្អាតអត់មើលទៅសមឲ្យបងខ្លាំងហ่ะ ល្អដែរតាយកឲ្យមួយនឹងក៏បានដែរ ម្ចាស់ហាងខ្ញុំយកឈុតទាំងអស់ហ្នឹងណា អាជីវមិនបានជាឯងទិញតែកៅអៅសម្រាប់មនុស្សប្រុសអញ្ចឹងហើយចុះកៅអៅរបស់ឯងនោះឯងមិនគិតថាចង់ទិញទេហ៎ បាននិយាយបែបនេះទៅឲ្យខ្ញុំទិញមួយកំ pl ដែរហ្មងទៅ អ្នកលក់ខ្ញុំយកអាឈុតពណ៌ក្រហមនោះមួយដែរណា តោះពួកយើងទៅងូតទឹកសិនហើយចាំផ្លាស់ប្ដូរសម្លៀកបំពាក់ពេលនេះអាជាកំពុងតែងូតទឹកហើយរៀបចំខ្លួនពាក់កៅអៅថ្មី តើខ្ញុំគួរទ្វារអត់ណមានប្អូនស្រីដូចពិបាកដល់ហើយនេះយូរល្អនៅចាំទៅនេះក៏បានដែរខ្លាចចូលទៅអាជីវកំពុងតែងូតទឹក ពេលនេះអាជាគេងូតទឹកហើយស្លៀកសម្លៀកបំពាក់ពណ៌ក្រហមហ្នឹងពិតជាស័ក្តិសមនឹងនាងខ្លាំងមែនតើ ហេអាជីវឯងពិតជាស្រស់ស្អាតខ្លាំងណាស់សូម្បីតែទេវតាមិនអាចនឹងប្រៀបធៀបនឹងឯងផង បងប្រុសក៏ស្អាតមិនចាញ់ខ្ញុំដែរខ្លាចតែបន្តិចទៀតទៅស្រីតាមចំរោមបងនោះទេណាប៉ុន្តែថាវារៀងនៅស្ទើរបន្តិចតោះយើងចូលទៅថែមថយបន្តិចទៅណោះដើម្បីឲ្យវាស្អាតជាងនេះណាទឹងសួស្តីអ្នកទាំងអស់គ្នាយើងខានជួបគ្នាឡើងកន្លះខែមែនទេនឹកអ្នកមើលដល់ហើយណាដោយសារតែសិស្សអត់មានខូចឲ្យតែថាចូលអេបហ្នឹងទៅធ្វើអេបកាតមកអត់ដឹងការឈ្មោះស្អីទេអញ្ចឹងយើងមានបណ្ណាមើលប៉ុណ្ណឹងសិនទៅតិចទៀតចំណិតមានចេញភាគបន្តឲ្យកំពុងតែធ្វើរឿងអ្នកម្នាងរីករាយទេតាបាយបាយរីករាយហើយ សៀវជាវឯងពិតជាពូកែមែនណា ច្បាស់ជាអញ្ចឹងហើយព្រោះថាខ្ញុំជាប្អូនស្រីរបស់បងនោះអីនៅពេលហ្នឹងអ្នកបម្រើគេយកស្រាឡើងទៅឲ្យភ្ញៀវស្រាប់តែឃើញអាជីវឡើងបាក់ស្រុបតែម្ដងព្រោះថានាងពាក់ស្បៃតើខ្ញុំអាចចូលក្នុងបានទេ បាទឲ្យខ្ញុំសុំទោសផងអ្នកនាង គ្រាន់តែអាជីវដូរមកស្លៀកឈុតក្រហមហ្នឹងណាតាក់ទិញផ្នែកគេគ្រប់គ្នាតែម្ដងសូម្បីតែព្រះរាជបុត្រទី3ដែលជាអតីតគូដណ្ដឹងរបស់នាងក៏ចាប់អារម្មណ៍នឹងនាងដែរ ស្រីម្នាក់នោះមើលទៅដូចជាប្រហែលញៀវជាទីគោរពបើត្រូវការអីទៀតអាចក៏មកបានណា បងប្រុសខ្ញុំគិតថាពួកយើងគួរតែនៅទីនេះមួយរយៈសិនទៅបានអត់ពួកយើងគួរតែជួបផ្ទះសំណាក់ស្ងប់ស្ងាត់មួយដើម្បីរស់នៅទីនេះមួយរយៈប៉ុន្មានថ្ងៃទៀតនៅពេលដែលកម្លាំងធាតុរបស់ខ្ញុំកើនឡើងខ្ញុំនឹងរកថ្នាំដើម្បីព្យាបាលដៃឲ្យបង មានន័យថាដៃរបស់បងអាចព្យាបាលបានមែនទេ ពិតមែនហើយបងគ្រាន់តែត្រូវការថ្នាំជាច្រើនមុខតែប៉ុណ្ណោះប៉ុន្តែថ្នាំទាំងអស់នោះវាមិនងាយស្រួលរកនោះទេកុំអារម្មណ៍អីខ្ញុំហ៊ានធានាហើយហ៊ានសន្យាថាដៃរបស់បងប្រកាសជាដេកដើមជាមិនខាននោះទេ អាជីវបើសិនជាដៃរបស់បងជាបងធានាថាបងនឹងខិតខំវឹកហាត់ដើម្បីការពារឯង ល្អណាស់ ហេតុអីបានជានារីនៅក្នុងឈុតក្រហមម្នាក់នោះមើលទៅប្រហាក់ប្រហែលនឹងឈីងកើបែបនេះឈីងកើគឺជានារីទន់ភ្លន់ខណៈពេលដែលនារីម្នាក់នោះនាងមើលទៅកាចណាស់តើនាងអាចជាឈីងកើបានដោយរបៀបណាទៅហេតុអីបានជាខ្ញុំសង្ស័យថាឈីងកើដែលនៅជាមួយខ្ញុំនេះគឺជាមនុស្សខ្លាំងខ្លាយប៉ុន្តែស្រីឈុតក្រហមម្នាក់នោះក៏មានអារម្មណ៍ថាស្និទ្ធស្នាលជាមួយនឹងខ្ញុំដែរខ្ញុំគួរតែស្គាល់នាងដែរឬទេនេះ កំពុងតែគិតពីនាងនាងក៏ចង់មកដល់ល្មមហើយគាត់ឈរសម្លឹងមើលតួស្រីរបស់យើងឡើងផ្លឹកតែម្ដងហេតុអីបានជាគេនៅទីនេះទៅវិញក្រែងគេនៅជាមួយឈីងកើខ្លាំងខ្លាយមិនអញ្ចឹងហ៎ ទេនេះមិនមែនជាឈីងកើទេទោះបីជាភ្នែករបស់ពួកគេដូចគ្នាក៏ដោយប៉ុន្តែក្រសែភ្នែកនៃការសម្លឹងមិនមែនជារបស់ឈីងកើនោះទេ
ល្អិតនេះឯងមើលស្អីគេហ៎បងប្រុសខ្ញុំស្មានតែនាងជាអ្នកដែលខ្ញុំស្គាល់ទើបខ្ញុំចង់មកនិយាយសួស្ដីតែបន្តិចតែប៉ុណ្ណោះអ្នកនាងនៅក្នុងព្រះវិហារមានដើមផ្កាផ្លែប៉េះជាច្រើនហើយវានឹងរីកស្គូសស្គាយនៅខែមេសា ពេលបែបនេះធ្វើឲ្យតួស្រីរបស់យើងចាប់តាមមានអារម្មណ៍អត់ល្អបណ្ដោយព្រោះយើងនឹកសម័យដល់អតីតកាលរបស់នាងជាមួយនឹងព្រះរាជបុត្រទី3ម្នាក់នេះទោះបីវាមិនមែនជាការចងចាំរបស់នាងក៏ពិតមែនប៉ុន្តែម្ចាស់រាងកាយគេនៅតែមានអារម្មណ៍ថាស្រឡាញ់ព្រះរាជបុត្រទី3នឹងដូចដើមទើបធ្វើឲ្យចិត្តរបស់ជាវយើងនាងជ្រួលច្បល់បន្តិចបន្តួចនៅពេលដែលឃើញប្អូនស្រីមានអាកប្បកិរិយាដែលជាមិនស្រួលបែបនេះគាត់ហាក់បីដូចជាដឹងមូលហេតុតិចតួចគាត់ក៏សន្លត់ព្រះរាជបុត្រទី3នឹងតែម្ដងគាត់បាននិយាយថានៅខែរដូវកាលរីកហ្នឹងគាត់ចេះនាំប្អូនគាត់ទៅមើលហើយមិនចាំបាច់អ្នករទេឯងហ្នឹងមកចេះលូកដៃលូកជើងមករំលឹកគេទេឆាប់ចេញទៅមុនឯងបាយអូនស្រីកុំទៅខ្វល់ខ្វាយជាមួយនឹងអ្នកកំឡោះមុខសមម្នាក់នោះគ្រាន់តែបងមើលប៉ុណ្ណាក៏ដឹងថាគាត់នឹងគឺជាមនុស្សប្រុសដែលមានស្រីច្រើនទៅហើយគេនិយាយថាព្រះវិហារនឹងព្រះវិហារមួយណាទៅក្រែងរដូវផ្ការីកវារីកគ្រប់ដើមមិនអញ្ចឹងហ៎អូនស្រីអញ្ចឹងហ៎រឿងមួយក៏ខ្ញុំគិតច្រើនពេកទៅដឹងប្រហែលថ្ងៃក្រោយមកគេបានបង្ហាញថាអាជីវហើយនឹងបងប្រុសរបស់នាងកំពុងតែខិតខំតាំងសមាធិដើម្បីកើនកម្លាំងឲ្យខ្លាំងជាងមុននៅពេលដែលអាជីវនាងកំពុងតែហាត់យកកម្លាំងធាតុអាល្អិតម្នាក់នោះបានចេញមកប្រាប់ថាគេបានរកឃើញកន្លែងថ្មីនៅក្នុងចិញ្ចៀនហ្នឹងហើយនិយាយរួមទៅនៅក្នុងចិញ្ចៀនហ្នឹងមានភពថ្មីមួយទៀតអាចដាក់មនុស្សបានអាចដាក់គ្រប់យ៉ាងចូលទៅក្នុងនឹងបានយ៉ាងច្រើនហ្មងអត់ចេះពេញទេនៅប៉ុណ្ណឹងទៀតនៅក្នុងហ្នឹងអាចដាំដើមឈើធ្វើជាការធ្វើជាដំណាំមាន spring មានអីយ៉ាងច្រើនតែម្ដងទៅមានបច្ចេកខ្លាំងណាស់ហើយនាងបានសរសើរទៅអាឡិតនឹងថាពិតជាពូកែមែនប៉ុន្តែពេលនេះយើងត្រូវជិះទៅក្រៅសិនហើយដើម្បីវឹកហាត់វិជាគុណដែលខ្លាំងជាងនឹងណាបាយបាយអូនស្រីឯងចេញមកហើយឯងបានសង្ងំស្រូបយកកម្លាំងធាតុអស់រយៈពេល3ថ្ងៃហើយកុំព្យាយាមបង្ខំខ្លួនឯងពេកអីឯងត្រូវតែហាត់តាមដំណាក់កាលណាកុំធ្វើអីផ្ដេសផ្ដាសឲ្យសោះបងប្រុសនិយាយត្រូវហើយអូបងប្រុសតើបងអាចជូនខ្ញុំទៅផ្សារបានអត់ខ្ញុំត្រូវការមកចូលដើម្បីចាក់ជីបចរណាបានទៅពេលនេះតែម្ដងទៅអ្នកទាំងពីរបានដើរចូលទៅក្នុងហាងមួយហើយក៏សុំអ្នកលក់មើលមកចូលមកឈុតរួមទាំងដាវផងដែរហើយអ្នកលក់ហ្នឹងក៏រស់រីដែរចង់បានអីយកនឹងឲ្យហ្មងអត់តែមានលុយឲ្យពេលនឹងដែរអាឈៀវនាងបានយកអាស្បង់ញៀមរបស់អាប៉ែនោះប្លន់ពីអាប៉ែនោះមកហើយធ្វើឲ្យអ្នកតាមដានមើលឃើញវាបានយកដំណឹងហ្នឹងទៅប្រាប់ម្ចាស់របស់វាដើម្បីឲ្យមកចាត់ការអាឈៀវហើយដេកបានជាគេមកតាមដានអាឈៀវដឹងដោយសារតែអាកបោកដែលអាឈៀវយកមកហ្នឹងមាន GPS អញ្ចឹងមិនថាអាឈៀវទៅដល់ទីណាទេគេដឹងគ្រប់កន្លែងតែម្ដងនៅពេលដែលដឹងដំណឹងថាអាឈៀវនៅទីណាអាប៉ែពុកមាត់នេះក៏បានឲ្យគេគូរូបអាឈៀវហ្នឹងយកទៅដាក់ទីផ្សារងឹតទីផ្សារងឹតហ្នឹងជាកន្លែងដែលគេជួលឃាតករសម្រាប់មនុស្សអញ្ចឹងយកទៅដាក់នៅហ្នឹងទៅដើម្បីឲ្យពួកអ្នកប្រមាញ់សម្រាប់មនុស្សហ្នឹងតាមសម្រាប់អាឈៀវហើយគេឲ្យលុយតាមក្រោយប៉ុន្តែធៀបពិតពួកហ្នឹងចាញ់មកអាឈៀវហើយអាឈៀវធ្វើបែបហ្នឹងដើម្បីចង់ដកគ្រួសារនឹងទាំងឬតែម្ដងហើយពួកឃាតករនេះមកពេលណាក៏បាត់ខ្លួនដែរគឺអាឈៀវសម្រាប់ពួកគេទាំងអស់គ្នាតែម្ដងមិនត្រឹមតែសម្រាប់ទេបំផ្លាញសាកសពចោលតែម្ដងនិយាយទៅបាត់ខ្លួនទៅបីតែឆ្អឹងក៏អត់មានឲ្យឃើញសមោដែរអ្នកណាក៏ដែរឲ្យតែទទួលការងារមួយហ្នឹងគឺអត់មានសមត្ថភាពត្រឡប់ទៅវិញបានទេគឺត្រូវតែចេះរយនៅក្នុងផ្ទះមួយហ្នឹងហើយមើលទៅខ្ញុំត្រូវតែសួរសុខទុក្ខទីផ្សារងឹតនឹងម្ដងហើយមើលទៅនៅពេលដែលបងប្រុសជាភ្ញាក់ឡើងគ្រប់យ៉ាងដែលនៅក្នុងផ្ទះហ្នឹងគឺធម្មតាអាគាត់នេះដេកលក់ឡើងមកយប់ទៅភ្លឺអត់មានដឹងអីលេងហើយឆ្លៀតការនឹងដែរជាក៏បានសួរបងប្រុសនាងថាតើបងប្រុសហាត់ក្បាច់គុណប្រភេទមួយណាដែរគ្រួសាររបស់គេភាគច្រើន
តែងតែមានក្បាច់គុណប្រចាំតកូលអញ្ចឹងណាដល់ទៅពេលអាជីវបានដឹងថាបងប្រុសនាងហាត់ក្បាច់គុណអីហើយនាងក៏បានយកគម្ពីរនឹងយកមកឲ្យតែម្ដងតែអា version ល្អបំផុតណានៅពេលដែលបងប្រុសនាងបានឃើញហើយភ្ញាក់ផ្អើលមែនតើថាប្អូនស្រីរបស់ខ្លួនណាទៅយកអាគម្ពីរនឹងមកពីណាហើយគាត់ណាក៏រំភើបដែរដែលបានហាត់បាច់គុណបានដែរចាំបាច់ប្រើដៃដែលបាក់របស់គាត់អីអញ្ចឹងហើយនៅពេលដែលយប់ឡើងអាជីវក៏បានដាក់ថ្នាំស្រោចបងប្រុសគេងលក់ហើយនាងបានលួចព្យាបាលបងប្រុសតាំងកដាលគ្រាតែម្ដងលោកព្រឹកឡើងណាអាជីវនាងភ្ញាក់ទាំងមកមើលសាគេឆ្អែតហើយនាងក៏សុំបងប្រុសរបស់នាងណាចេញទៅលេងខាងក្រៅមួយផ្លែតបងប្រុសរបស់នាងបានជូននាងទៅដូចសពដងឯងហើយលើកនេះនាងលួចមកផ្សារងងឹតដោយនាងស្លៀកពាក់ដូចជាប្រុសក្មេងអញ្ចឹងអត់ឲ្យគេមើលស្គាល់ទេមានបាំងមុខមានអីទៀតផងនៅពេលដែលបុគ្គលិកឃើញអាជីវស្មានតែអាជីវជាអ្នកមានអញ្ចឹងគាត់ក៏បានជូនអាជីវហ្នឹងទៅកន្លែង VIP ដើម្បីអង្គុយមើលគេប្រកួតគ្នានិយាយរួមទៅអាផ្សារងងឹតហ្នឹងមានគ្រប់បែបយ៉ាងមិនថាការប្រកួតមិនថាលក់ថ្នាំលក់ស្អីលក់គ្រប់បែបយ៉ាងតែម្ដងអាចយើងត្រូវការយើងតែលាក់តែរូបថតមកច្រឡំរូបភាពឬក៏ឈ្មោះមកគេហៅឲ្យទាំងអស់ឲ្យតែមានលុយហើយអាជីវមកទីនេះក្នុងថ្ងៃហ្នឹងគឺមានគោលបំណងចង់លក់ថ្នាំបង្កើនកម្លាំងនាងបានហៅអ្នកវិនិច្ឆ័យថ្នាំមកនាងបានជាឱកាសមួយហ្នឹងឲ្យអ្នកដែលប្រកួតនៅលើសៃវាហ្នឹងតេស្តសាកល្បងអាថ្នាំប្រភេទដែលនាងបានផលិតហ្នឹងថ្នាំដែលនាងផលិតហ្នឹងគឺបានតេស្តទៅលើក្មេងស្រីម្នាក់នេះហើយតាំងពីដើមមកអត់ដែលមានអ្នកផលិតអាថ្នាំបង្កើនកម្លាំងខ្លាំងនៅថ្នាក់ហ្នឹងឯទៅគាត់តែលេបមកគ្រាប់ភ្លាមណាកើនកម្លាំងឡើងគុណនឹង5តែម្ដងហើយអាបែកក្បាលតងោដែលនៅលើសៃវានេះបានមើលងាយក្មេងស្រីម្នាក់នេះមែនតើនាងមកប្រកួតដើម្បីយកលុយទៅទិញថ្នាំឲ្យប្អូនប្រុសរបស់នាងប៉ុន្តែមកប៉ះគូប្រកួតឡើងខ្លាំងហើយធំជាងខ្លួនទៀតអញ្ចឹងនាងគិតថានាងនឹងស្លាប់នៅថ្ងៃនេះហើយប៉ុន្តែសំណាងល្អមានអាជីវយើងនៅបានយកអាថ្នាំក្ររបស់នាងហ្នឹងយកមកឲ្យស្រីម្នាក់ហ្នឹងយកមកលេបទីបំផុតក្មេងស្រីម្នាក់ហ្នឹងក៏បានឈ្នះអាបែកក្បាលតងោនឹងទាំងតែធ្វើឲ្យគ្រប់គ្នាមិនជឿឲ្យភ្ញាក់ផ្អើលខ្លាំងមែនតែម្ដងអ្នកប្រុសមានថ្នាំនឹងច្រើនទៀតទេចង់យកមកប្រកួតទីផ្សារជាមួយពួកយើងនៅឬអត់តើថ្នាំនេះអ្នកប្រុសតូចជាអ្នកផលិតដោយខ្លួនឯងឬក៏លោកគ្រូរបស់លោកប្រុសតូចផលិតឲ្យខ្ញុំគិតថាវាគ្មានការចាំបាច់អីទេដែលលោកត្រូវដឹងព័ត៌មានផ្ទាល់ខ្លួនរបស់ខ្ញុំនោះអ្នកប្រុសតូចសុំកង្ខឹងអីប្រុសចាស់ម្នាក់នេះគ្រាន់តែសប្បាយចិត្តពេកភ្លេចខ្លួនដោយប្រើតែប៉ុណ្ណោះខ្ញុំមានថ្នាំពី10ដើម្បីដាក់ដេញថ្លៃហើយពួកលោកមិនត្រូវចែកចាយព័ត៌មានផ្ទាល់ខ្លួនរបស់ខ្ញុំជាដាច់ខាតហើយនេះខ្ញុំត្រូវការថ្នាំខ្លះដែលពិបាករកសូមពួកលោកជួយរកថ្នាំឲ្យខ្ញុំផងប៉ុន្មានថ្ងៃក្រោយមកខ្ញុំនឹងត្រឡប់មកយកវិញលោកអ៊ំចាស់ពីអ្នកណាក៏បានឲ្យផ្លាកបញ្ជាពណ៌មាសមួយដែលជាផ្លាក VIP សម្រាប់អាជីវចេញចូលពេលណាក៏បានណានៅពេលដែលអាជីវដល់ចេញបានពួកគេក៏បានពិភាក្សាគ្នាថាថ្នាំដែលអាជីវយកមកគឺមានមនុស្សម្នាគ្រប់គ្នាយ៉ាងច្រើនកំពុងតែតាមសួររកត្រូវការទិញហើយលោកតាម្នាក់ហ្នឹងក៏បានបោះគំនិតឲ្យថាគួរទៅតាមស៊ើបពីប្រវត្តិរបស់អាជីវឬក៏អត់ប៉ុន្តែម្នាក់ទៀតក៏បានថាមិនត្រូវធ្វើបែបហ្នឹងទេព្រោះថាខ្លាចមានគ្រោះថ្នាក់ដល់ខ្លួនព្រោះអីមិនដឹងថាក្នុងអាជីវក្រៅប៉ុណ្ណាទេនៅពេលដែលអាជីវចេញវិញយើងបានឃើញរូបខ្លួនឯងដាក់តាំងនៅលើក្តារខៀនរបស់គេដាក់ថាបើសិនជាចាប់ស្រីម្នាក់នេះបានណាគេនឹងប្រគល់ជូនឲ្យ 50,000 តម្លឹងតែម្ដងហេតុអីបានជាស្រីម្នាក់នេះឡើងតម្លៃខ្លួនទៀតទៅហើយកាលពីមុនណាត្រឹមតែប្រហែលតែប៉ុណ្ណោះពេលនេះឡើងមកដល់ 50,000 តម្លឹងតែម្ដងនេះឯងមិនដឹងទេអូដោយសារតែឯងចូលថ្មីទៅឯងមិនដឹងរឿងឲ្យតែឃាតករណាហ៊ានទទួលបេសកកម្មមួយនេះគឺមិនដែលមានជីវិតត្រឡប់មកវិញនោះទេហេតុអីទៅគឺដោយសារតែត្រូវនាងសម្លាប់នឹងហើយណាពងតានិយាយគ្នាអបិសក់ស្ទីលហ្នឹងក៏បានងាកមកសួរអាជីវនឹងថាចេះឯងចង់ទទួលបេសកកម្មមួយនេះមែនទេហើយទៅអាជីវក៏គវីក្បាលហើយអញឹមដើរចេញទៅបាត់តែបានចាប់អារម្មណ៍ជាមួយនឹងអតាពុកមាត់ដូចមើលអាជីវក្បែរនឹងទៀតនោះអបិហ្នឹងបានចេញមកបែអាជីវតាមអាជីវមកដល់កន្លែងស្ងាត់មួយ
អ្នកណាគេចាប់បង្ហាញខ្លួនភ្លាមមក ខានជួបមុខគ្នាយូរហើយប្រូតើប្រូសុខសប្បាយចិត្តទេ នេះគឺឯងទេ មើលទៅឯងហាក់បីដូចជាខ្លាចខ្ញុំខ្លាំងណាស់តែហេតុអីបានជាថ្លើមធំហ៊ានបញ្ជូនមនុស្សឲ្យមកសម្លាប់ខ្ញុំបែបនេះយើងស្ទើរតែភ្លេចមុខឯងទៅហើយប៉ុន្តែពេលនេះឯងឈរនៅចំពោះមុខយើងតែអតានឹងក៏មិនណយដែរមានក្នុងឯងពីរនាក់មកទៀតហើយសមត្ថភាពខ្លាំងជាងអាជីវតែសម្រាប់តួសេរបស់យើងមួយមិនថាអ្នកណាមកពីណាឲ្យខ្លាំងជាងនឹងប៉ុណ្ណាទេរឿងចាត់ការគេចោលគឺស៊ីផុយតែម្ដង ល្អិតតើឯងជាកូនចៅរបស់អ្នកណាហេតុអីបានជាហ៊ានបង្កើតស្ត្រីជាមួយគ្រួសារស៊ូរបស់យើង មកគេនិយាយចាស់បង្កើតស្ត្រីជាមួយពួកលោកតាំងពីជួបគ្នាដំបូងឡើយមកគឺពួកលោកទេជាអ្នកបង្ករឿងជាមួយខ្ញុំនិយាយទៅគឺថាអត់ខ្វល់ថាអ្នកណាជាអ្នកបង្ករឿងជាមួយអ្នកណាមុនទេគឺអាតានឹងចង់សម្រាប់អាជីវតែម្ដងកុំឲ្យបងឯងបងអង្គយូគឺអ្នកទាំងអស់គ្នាគឺចាប់ផ្ដើមចូលប្រយុទ្ធគ្នាតែម្ដងហើយដោយសារតានឹងគាត់មានសមត្ថភាពរៀងខ្លាំងជាងអាជីវក៏ចាប់ផ្ដើមយកដាវដែលអាជីវរកបានពីភ្នោណានិយាយទៅអាដាវហ្នឹងគឺសម្រាប់មេដឹកនាំធំហើយណាគេក៏ចង់បានដាវមួយនឹងដែរដោយសារតែវាមានសមត្ថភាពខ្លាំងក្លាមែនតែនតតអ្នកដែលមានសមត្ថភាពធំអីបានកាន់ដាវនឹងបានអាជីវក៏បានយកដាវហ្នឹងយកមកប្រយុទ្ធជាមួយអ្នកទាំង3អ្នកហ្នឹងហើយក៏បានសម្លាប់អ្នកទាំង3នឹងចោលតែម្ដងទៅនៅពេលដែលសម្លាប់ពួកគេរួចអាជីវក៏បានប្រើថ្នាំរំលាយសាកសពបាត់ស្រមោលសូនឈឹងអស់នៅពេលដែលសម្លាប់ពួកគេចោលហើយបំបត្តិភ័ស្តុតាងអាជីវក៏រត់ប្រត់តែម្ដងនៅពេលដែលអ្នកនៅចិត្តនឹងគេបានឮដូចជាមានការប្រកួតពួកគេក៏បានមកមើលហើយក៏បានដឹងថាអ្នកដែលស្លាប់ហ្នឹងគឺជាអ្នកដែលខ្លាំងពូកែប៉ុន្តែអ្វីដែលអស្ចារ្យជាងនឹងទៀតគឺអ្នកដែលសម្លាប់នឹងតែម្ដងមិនធម្មតាទេដែលសម្លាប់អ្នកខ្លាំងអស់រហូតដល់ទៅ3នាក់ឯណោះងាកមកមើលបងប្រុសរបស់ជាវិញ អ្នកលក់ជួយខ្ចប់អានេះឲ្យខ្ញុំបន្តិចណែឯងបានលឺអត់អ្នកនាងទី3នៃគ្រួសារតកូលខើនោះចិត្តរៀបការហើយ អ្នកទាំងអស់គ្នាប្រហែលឆ្ងល់ថាយន្តយាកនឹងជាអ្នកណាយន្តយាកនឹងគឺជាអតីតគូតដឹងរបស់អបៈនេះបងប្រុសរបស់ជាវហ្នឹងប្រាប់យើងតិចមករឿងស៊ីត្រៃចឹងយើងជួយចិត្តខ្ញុំបានលឺមកថានាងរៀបការជាមួយនឹងអ្នកប្រុសនៃគ្រួសារតកូលយន់គិតមើលទៅប្រុសស្អាតហើយនឹងស្រីស្អាតរៀបការជាមួយគ្នាពិតជាគូស្នេហ៍ធ្លាក់ពីលើមេឃមែនណា នៅវល់ឈរស្ដាប់គេភ្លេចថាខ្លួនឯងកំពុងតែទិញអីញ៉ាំនៅពេលដែលគាត់ត្រឡប់មកផ្ទះវិញប្អូនស្រីហៅគាត់លឺអារម្មណ៍នឹងទៅណាទេគាត់តែលឺអតីតគូតែដឹងរៀបការចោលតតដើរទៅបុកសសរផ្ទះមួយទៅបានដឹងភ្ញាក់ខ្លួនត្រឡប់មកវិញបងប្រុសតើបងកើតអីនឹង អាជីវឯងត្រូវការអីមែនទេ តើបងកើតអីមានអីកើតឡើងចំពោះបងមែនទេ មុននេះបន្តិចបងបានឮពីដំណឹងរបស់ក្រុមគ្រួសារបងគឺជីដូនមួយរបស់បងហើយនឹងគូដណ្ដឹងរបស់បងពួកគេកំពុងតែរៀបការហើយ តើបងចង់ត្រឡប់ទៅវិញហើយមើលពួកគេរៀបការដែរទេ លោកពូរបស់បងបានចិញ្ចឹមបងតាំងពីតូចរហូតដល់ធំហើយជីដូនមួយរបស់បងនេះគឺពួកយើងបានហាត់គុនជាមួយគ្នាតាំងពីតូចរហូតដល់ធំដូចគ្នាដែរបងពិតជាគោរពគាត់ណាស់ចាត់ទុកគេដូចជាបងប្អូនបង្កើតយ៉ាងអញ្ចឹងប៉ុន្តែបងមិននឹកស្មានថាគេបានលួចចាក់បងពីក្រោយអញ្ចឹងសោះបើសិនជាឯងមិនបានជួយបងថ្ងៃនោះទេពេលនេះបងប្រហែលជាស្លាប់បាត់ទៅហើយបងក៏មិនយល់ដែរថាហេតុអីបានគេចង់សម្លាប់បងបែបនេះនោះប៉ុន្តែនៅពេលដែលបងបានឮដំណឹងថាពួកគេនឹងរៀបការជាមួយគ្នាទៅបងនឹងថាប្អូនប្រុសរបស់បងនោះធ្វើបែបនេះដើម្បីស្រីម្នាក់នោះគឺជាអតីតគូដណ្ដឹងរបស់បង អញ្ចឹងតើបងស្រឡាញ់ស្រីម្នាក់នោះទេ មិនអាចថាស្រឡាញ់បានទេព្រោះថាតាំងពីតូចរហូតដល់ធំមកពួកគេតែងតែនិយាយថាស្រីម្នាក់នោះគឺជាអនាគតប្រពន្ធរបស់បងវាធ្វើឲ្យបងអត់សប្បាយចិត្តទេនៅពេលដែលដឹងថាអ្នកដែលនាងរៀបការជាមួយនោះគឺជាជីដូនមួយរបស់បងណា បងប្រុសចុះឪពុកម្ដាយរបស់បងនោះបានមង្គលការនេះរៀបចំដោយពុករបស់បងមានន័យថាគាត់ត្រូវតែជំទោសឲ្យមិនអញ្ចឹងហ៎ តាំងពីបងកើតមកបងមិនដែលឃើញមុខម៉ាក់របស់បងទេហើយនៅពេលដែលបងមានអាយុ6ឆ្នាំ
ពុករបស់បងគាត់បានចេញទៅធ្វើដំណើរសងព្រេងដើម្បីរកដំណឹងពីម្ដាយរបស់បងប៉ុន្តែគាត់ទៅបាត់ស្ងាត់ឈឹងបាត់ដំណឹងរហូតដល់អ្នកផ្ទះរបស់បងគិតថាគាត់បានស្លាប់បាត់ទៅហើយប៉ុន្តែបងមិនជឿថាពុករបស់បងស្លាប់នោះទេព្រោះថាគាត់គឺជាមនុស្សម្នាក់ដែលខ្លាំងជាងគេក្នុងចំណោមគ្រួសាររបស់គាត់ដូច្នេះគាត់មិនងាយស្លាប់នោះទេណាដូច្នេះបងត្រូវតែខិតខំហាត់គុណដើម្បីឲ្យកេរ្តិ៍ឈ្មោះរបស់បងបានរីកសុះសាយដរាបណាឪពុកម្ដាយរបស់បងរស់នៅគាត់នឹងបានឮឈ្មោះរបស់បងជាមិនខាននោះទេ បងនិយាយត្រូវណាស់បងត្រូវតែខិតខំឲ្យខ្លាំងជាងនេះជំនាញរបស់បងពិតជាមិនអត់នោះទេនៅថ្ងៃអនាគតបងនឹងអាចរកពុករបស់បងឃើញជាមិនខាននិយាយចឹងបងគិតថាពួកយើងគួរតែទៅអបអរគូស្នេហ៍ថ្មីថ្មោងនឹងដែរអត់ចាំខ្ញុំទៅជាមួយបងណាប៉ុន្មានថ្ងៃក្រោយមកអាជីវក៏ត្រឡប់មកផ្សារងងឹតម្ដងទៀតហើយក្មេងស្រីម្នាក់ដែលអាជីវបានយកថ្នាំនឹងទៅឲ្យញ៉ាំលើកមុនបានព្យាយាមតាមសម្លឹងអាជីវខ្លាំងមែនតើដោយសារតែនាងត្រូវការពីជំនួយពីអាជីវនាងខំប្រឹងមកវាយលាស់លើសាយវាននឹងដោយសារប្អូនរបស់នាងឈឺហើយនាងត្រូវការលុយដើម្បីជួលគ្រូពេទ្យទៅមើលព្យាបាលជំងឺឲ្យប្អូនប្រុសរបស់នាងប៉ុន្តែថាបីដូចជាអត់បានផលសោះអញ្ចឹងនៅពេលដែលអាជីវលេចមុខលេចមាត់ឡើងនាងក៏ចាប់ផ្ដើមជិះឱកាសមួយនឹងទៅក្បែរអាជីវដើម្បីអាជីវជួយអញ្ចឹងនាងថាឲ្យតាអាជីវជួយនាងនាងនឹងលះបង់គ្រប់យ៉ាងឲ្យអាជីវតែម្ដងមិនថាធ្វើជាអ្នកបម្រើធ្វើជាទេសកលធ្វើជាអីនាងនឹងព្រមប្រគល់គ្រប់យ៉ាងតែម្ដងដោយសារតែនាងគិតថាអាជីវគឺជាមនុស្សប្រុសអញ្ចឹងនាងថានាងនឹងកម្ដៅក្រែឲ្យអាជីវទៀតផងឡើងអាជីវភ្ញាក់ផ្អើលខ្លាំងមែនតើហើយដល់ទៅពេលលឺនាងនិយាយចឹងអាជីវក៏ព្រមជួយតែម្ដងទៅពេលនេះអាជីវក៏បានមកដល់ផ្ទះរបស់ស្រីម្នាក់នឹងនេះគឺជាប្អូនប្រុសរបស់ខ្ញុំប៉ុន្មានថ្ងៃមុនណាគាត់បានក្អួតឈាមដោយសារតែលេបថ្នាំមួយយ៉ាងហើយពេលនេះគាត់ក៏បានខ្លាចជាមនុស្សរុក្ខជាតិតែម្ដងហើយមិនមកអងយូរអាជីវក៏ចាប់ផ្ដើមព្យាបាលក្មេងប្រុសម្នាក់នឹងតែម្ដងទៅឯងឆាប់បីគេមកតាមខ្ញុំ